An tha phasa Vedania Sanya Chetana nè đọc về truột lạnh e cả ta này dương an e tê hái co nângประกอบជាមួយនឹងកកាក់ហើយយកកៈផ្សេងមកឲ្យតាមកអេកាក់កៈតាជីវិតិននេះតស្អីហ្នឹងនឹងណោតិនហើយជាងតហ្នឹងជាមួយនឹងរហ្នឹងត្រីតិនត្រីប៉ុន្តែពេលនេះយើងយកតាមន័យខ្មែរតិនត្រីបណ្ដោយជីវិតិនត្រីមនសិការៈវិតកៈនេះឃើញទេវិហើយតហ្នឹងត្រូវសកត់ជាមួយនឹងកនេះអញ្ចឹងទៅជាវិតកៈវាអត់មានថាវិតតទេណាបើយើងអានវិតតទេវាអត់បានត្រួតជាមួយនឹងកៈនេះយកតហ្នឹងសកត់ពីលើកៈនេះហើយកៈខាងក្រោមនេះយើងអានធម្មតាវិតកៈក៏មកទៀតវិចារៈអធិមកខៈហ្នឹងយើងឲ្យកណាមានត្រួតចឹងយើងយកអាខាងដើមទៅសកត់នឹងអាខាងមុខហើយយើងអានជើងរបស់វាផ្សេងហ្នឹងហើយអធិមកខៈឃើញទេមកផ្សេងខៈផ្សេងអធិមកខៈវិរិយៈណាបៃតេឆន្ទៈដល់អកុសលចេតសិក14មោហៈអហិរិកៈដែលមានចុចហ្នឹងសិតតែគេឲ្យយើងបញ្ជាក់ថាចេញកៈចឹងមកណាអណោតនេះមិនអណោតទេណាអណោតណស្អោនឹងតណោតហើយបានយើងយកដល់ពេលមានត្រួតពីមុខបាក់នេះត្រួតពីមុខទៀតយើងយកតហ្នឹងប្រកបមួយបពីមុខនេះទៀតអញ្ចឹងអណោតតាប់មិនតទៅទេតាប់បៈអណោតតាប់បៈបន្តមកឧទ្ធច្ចៈឧទ្ធច្ចៈថោនឹងចោថច្ចៈលោភៈទិដ្ឋិមានះទោសៈអ៊ីសាមច្ឆៈមកនេះប្រកបជាមួយនឹងចមច្ឆហើយឆៈយើងអានចោលមកហើយរិយៈមកមច្ឆរិយៈដល់ពេលកច្ចៈនេះវាត្រួតពីរតង់អញ្ចឹងយើងអានដំបូងកុច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 កអខាងមុខទៀតនេះយើងចកច្ចៈកច្ចៈថៃណមិទ្ធៈវិជិកិច្ឆាហើយបានសទ្ធាសតិហិរិអោតបៈឃើញទេញោមមិនតទៅទេណាតបៈអលោភៈអតោសៈតត្រៈមច្ឆៈឆនេះឆៈនឹងតឆៈតតាកាយៈបះកន្លែងនេះមិនបៈទៅទេបះសទ្ធិសទ្ធិចិត្តបសទ្ធិកាយៈលហុតាចិត្តលហុតាកាយៈមុទុតាចិត្តមុទុតាកាយៈកម្មញ្ញកនេះនឹងមកកម្មហើយយើងយកមកនឹងយោនេះទៀតមញ្ញហើយយកញោនេះទៀតញៈចឹងកាយៈកម្មញ្ញតាចិត្តកម្មញ្ញតាស្រួលទេពេលញោមរៀនទៅដល់ដឹងពីរបៀបត្រួតគ្នាហើយប្រកបសកត់ទៅមុខទៅអាណាដែលវាត្រួតគ្នាយើងសកត់វាយកមកគូហើយយកអាខាងមុខទៀតបើមានត្រួតមកតង់ទៀតយើងសកត់ទៅមុខទៀតកាយបាកុញ្ញតាចិត្តបាកុញ្ញតាអានេះបើយើងអានធម្មតាគុណាប៉ុន្តែកន្លែងហ្នឹងដោយសារមានញៈនេះវាត្រួតគ្នាអញ្ចឹងបានគុញ្ញថ្លែងគុំនៃគុណសាធុគុំយធរទាំងអស់គ្នាខ្ញុំទិញចូលហើយចិត្តគុញ្ញតាកាយុជុកតាចិត្តនេះកន្លែងនេះត្រួតនេះខ្ញុំគិតថាពិបាកអានចចេអន្តចិត្តហើយតសអូនេះប៉ុន្តែបល័យត
tạ nâng số tụ chật tụ trụ chật tụ trụ và ní bờ sân chỉ cho ní miền trường truột tiết bàn lại ní tới chỉ chật tụt bàn tay đọc về ọt miền chứ chật tụ rồi hay trụ cả tà hay sama vicha nhận ông thuộc đắng sama vicha sama kamonta sama ajiwa karena mukita panya mong bà lấy lời dương chạp sâu mà nòm sốt hơi bữa tọp tứ nhận nhôm sốt phần bữa sốt đừng ọc nhé là hệ của bà sẽ đạp phần nhận nhôm xạ mở xạ bạc mà nhụm nó là dương sốt về sẽ đạp bàn nó bữa thả tới to tờ bạc hanya samana ceta bani Vedaniya cetana hanya cetana ekaketa Nga phanh công lộ mà chắc an mà nè an ta lộ mà chắc mình ong anh ban on lông chắc đập bật bàn đập bàn người chân nhau bắt mình đập bàn tê con cha có con cha an ong anh hái trăm hai mà nè ơi quạt mại chất mà nè hay ơi quạt bật tê con cha lò chiền dọc mà nè chết lò chiền sải lực khối dân to tiết lò chiền chân bật sẵn chứ nhiều bật vinh mà thật xạ mới ở tay rủi mẹn chẳng nhôm sâu từng óc niêm mà chọc sân máu mà chọc bị chọc sân phần sâu bật mình nhút đó bật micro Cetasak hasapi anya samana cetasak dabai phasa vedaniya sanya cetana ekakata civitantri manya sekara vitaka vichara athimokha viraya paite chantea cụ so là chế tật sắc đọc buồn mô haoច្រឡំ mô hạ hệ rê ca nao ta pa ốt tha cha lô phe tật thê miên nè tô sa y sa ma chả rê ya cọc có cha thầy na mất thea vi chế cách cha sau phản nạ chế tật sắc mà phây pram sát thia xạ tê hệ rê ao tập pa lô phê tô sa ta tra ma chát ta ta kaya pa sa thi chát ta pa sa thi kaya lệ hụ ta chát ta lệ hụ ta kaya mụ tụ ta chát tổ chất ta mụ tụ ta kaya kamanyata chất ta kamanyata kaya pa kunyata chất ta pa kunyata kayu chu cả ta chất tổ chu cả ta samma vicha samma kammanta samma ajiva karuna mukita panya mà nhôm na smart chất từ mười tham Kana smart chất con cha mà từ pi nè mới sạ tại nhận nhóm có số hai ở miền ô tê còn cái bayประเภททำจ้ะ này អញ្ញសមាណាចេតសឹក13ផាសៈវេទ nhôm chập ở miền pe dương chập ba rồi buru anh nhẹ samana cho sắc đập bay 13ផាសៈវេទនីសញ្ញាចេតនាឯកកតាជីវិតន្ត្រីមនសិការៈវិតកវិចារៈអធិមោខវិរិយប
បៃតិឆន្ទៈអកុសលចេតសិក14មោហៈអហិរិកៈអណោតបៈអុទ្ធចៈលោភៈតថេមានះតោសៈអ៊ីសាមច្ឆរិយៈកកុចៈថៃនៈមិទ្ធវិឆេកិច្ឆាសោភនៈចេតសិក25សទ្ធាសតិហិរិអោតបៈអលោភៈអតោសៈតត្រមច្ឆតតាកាយបស្សទ្ធិចិត្តបស្សទ្ធិកាយលហុតាចិត្តលហុតាកាយមុតុតាចិត្តមុតុតាកាយកម្មញ្ញតាចិត្តកម្មញ្ញតាកាយបាកញ្ញតាចិត្តបាកញ្ញតាកាយុជុកតាចិត្តតុជុកតាសម្មាវាចាសម្មាកមន្តៈសម្មាអាជីវៈករុណាមុទិតាបញ្ញាសូមអនុមោទនាគ្រប់អរគុណគុណចាស់ ហ្នឹងហើយក៏ត្រូវច្រើនយើងកន្លែងវិចេកិច្ឆាមិនវិឆេណាវិចេកិច្ឆាហើយកន្លែងថៃអ្នកមិនថៃណាឯងបាទញោមណាម្នាក់ទៀតផ្សេងមានទេញោមកណាស្វែងគុំកណាសុំឱកាសលោកម្ចាស់កណាសុំអានអរិសោតកណាអញ្ញសមានាចេតសិក13ភាសាវេទនាសញ្ញាចេតនាឯកកតាជីវតតិន្ទ្រីមនសិការៈវិតកៈវិចារៈអធិមោខៈវិរិយៈបៃតេឆន្ទៈអកុសលចេតសិក14មោហៈអហិរិកៈអនតបៈឧទ្ធចៈលោភៈទិដ្ឋិមានះទោសៈអ៊ីសាមច្ឆរិយៈកកុចៈហៃណមិទ្ធវិចេកិច្ឆាសោភានៈចេតសិក25សទ្ធាសតិហិរិអោតបៈអលោភៈអតោសៈតត្រមច្ឆចតាកាយបស្សទ្ធិចិត្តបស្សទ្ធិកាយលហុតាចិត្តលហុចិត្តលហុតាកាយមុតុតាចិត្តមុតុតាកាយកម្មញ្ញតាចិត្តកម្មញ្ញតាកាយបាកុញ្ញតាចិត្តបាកុញ្ញតាពុញ្ញកាយយុជុកតាចិត្តតោជុកតាសម្មាវាចាសម្មាកមន្តៈសម្មាអាជីវៈករុណាមុទិតាបញ្ញាសូមអរគុណលោកម្ចាស់ញោមកាយកន្លែងអេកកតាបល័យអេណាអត់អានអាយទេឬញោមអានអាយខុសហើយបល័យអត់មែនអាយកណាកន្លែងបាគុញ្ញតាញោមត្រូវយកគុញមិនគុឯគុញហើយអាកន្លែងជុហ្នឹងអត់អានជុកទេបើជុកតើតែមានកហ្នឹងជើងកបានជុកប៉ុន្តែនេះជុកាយុជុកតាអញ្ចឹងណាញោមបើញោមណាកាយុជុកតាជុកតាអត់មែនជុកទេកណាសូមឱកាសគុណម្ចាស់កណាសូមឱកាសអញ្ញសមានាចិត្តអញ្ញសមានា13ភាសាវេទនាសញ្ញាចេតនាឯកកតាជីវតិន្ទ្រីមនសិការៈវិតកៈវិចារៈអធិមោខៈវិរិយៈបៃតេឆន្ទៈអកុសលចេតសិក14មានមោហៈអហេរកៈអនតបៈឧទ្ធចៈលោភៈទិដ្ឋិមានះទោសៈអ៊ីសាមច្ឆរិយៈកកុចៈថៃនៈមទ្ធវិជិកិច្ឆាសោភនៈចេតសិក25សទ្ធាសតិហិរិអតបៈអលោភៈអតោសៈ
ตัตระมัชฌตตากายปะสถิจัจปะสถิกายะลุหุตาจัตตะลุหุตากายะมุตุตาจัตตะมุตุตากายะกัมมัญญตาจัตตะกัมมัญญตากายะปากุญญตาจัตปากุญจัตตะปากุญญตากายยุจุกตาจัตโตจุกตาสัมมาวิจาสัมมากัมมันตะสัมมาชีวะกรุณามุติตาปัญญาសូមអរគុណលោកម្ចាស់គ្រូ ឡើងកន្លែងសោភៈណៈញោមអានកុំអានសោភានណាអត់ត្រូវទេសោភៈណៈភៈអញ្ចឹងយើងអស់10នាទីហើយលោកគ្រូដឹងលោករៀបចំឲ្យនៅឈប់ឆាតសួរគ្រូញាតិញោមម្នាក់ទៀតណាអាត្មាឆាតសួរគ្រូតិចសិន គណៈសូមឱកាសម្ចាស់គ្រូចេតសិក52អញ្ញសមាណាចេតសិក13ភាសៈវេទនាសញ្ញាចេតនាឯកកតាជីវតិន្ទ្រីមនសិការៈវិតកៈវិចារៈអធិមោខៈវិរិយៈបេតិឆន្ទៈអកុសលចេតសិក14 មោហៈអហេតុកៈអណោតបៈឧទ្ធចៈលោភៈទិដ្ឋិមានៈទោសៈអ៊ីសាមច្ឆរិយៈកុកកៈថៃណៈមិត្តភៈវិចេកច្ឆាសោភ័ណ្ឌមនៈចិត្ត អត់ទេសោភ័ណ្ឌញោមគុំថាសោភ័ណ្ឌអត់សោភ័ណ្ឌខ្មែរសោភណៈចិត្តសោភណៈចេតសិក25សោភណៈចេតសិក25សទ្ធាសតិហិរិអតបៈអលោភៈអទោសៈតត្រមច្ឆតតាកាយៈបសទ្ធិចិត្តចេតបសទ្ធិកាយៈលហុតាចេតលហុតាកាយៈមុតុតាចិត្តតមុតុតាកាយៈកម្មញ្ញតាកម្មញ្ញតាចិត្តកម្មញ្ញតាកាយៈបាកញ្ញតាចិត្តបាកញ្ញតាកាយៈជុកតាកាយុជុកតាចិត្តតជុកតាសមាវិជ្ជាសមាកមន្តៈសមាអាជីវៈករុណាមុទិតាបញ្ញាអរគុណសម្មាអាជីវៈយើងដល់ម៉ោងហើយសម្មានឹងប្រគេនទៅ បងផាវីអើយបិទមញូតបិទមីក្រូសិនញោមបិទមីក្រូសិនឥឡូវដល់ម៉ោងហើយប្រគេនទៅលោកគ្រូប៉ុន្តែអាត្មាបញ្ជាក់មួយម៉ាត់ទៀតកន្លែងសោភណៈហ្នឹងញោមកុំអានសោភ័ណ្ឌណាសោភ័ណ្ឌខ្មែរទេហ្នឹងហើយអញ្ចឹងសូមកណាសូមប្រគេនចំពោះលោកគ្រូដើម្បីបន្តបង្រៀនញាតិញោមដូចនេះគណៈបង្គំអង្គគ្រូញោមគ្រប់គ្នាបាយគូអង្គចាស់គ្រូពីគណៈសម្បាយបាយគូហើយមិត្តគ្រូបងចាគ្រប់សូមបាយគុំលោកចាស់គ្រូសូមគោរពអរមិត្តទាំងអស់សូមគោរពទាំងអស់នេះបងចឹងយើងគណៈថ្វាយគុំចាស់ចាប់ដើមរៀនហើយញាតិញោមជាបិទយូតផងហើយញាតិញោមដែលចូលក្រោយមិនបាច់ម៉ាស្កាអីទេចឹងណានៅពេលដែលចាប់ដើមរៀនហើយញោមបាច់ចាំនមស្ការទេនមស្ការក្នុងចិត្តហ្នឹងហើយចឹងក៏យើងចាប់ដើមរៀនបាទជាបឋមសូមក្រាបថ្វាយបង្គំចំពោះព្រះរតនត្រ័យដើម្បីដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាធ្វើសេចក្តីរាប់អានមួយកណាហើយក៏សូមចម្រើនពរញាតិញោមគ្រប់គ្នាទាំងអស់ផងដែរនៅក្នុងបន្ទប់ព្រះធម៌ហើយក៏សូមចម្រើនពរញាតិញោមតាមសង្គម Facebook កំពុងតែតាមដានស្ដាប់តាម page បង
Chẳng nhiệt vô miền ấy ngò lấy môn nâng chô mê riêng dữ miền ấy ngò ạ ណាហើយគុំលោកចាស់គ្រូ miền ấy ngò ai su mê riêng miền ấy ngò đấy nè chẳng nhiệt vô កណាមាន phó លោកចាស់ phó miền á miền xâm nuôi á គុណម្ចាស់ចង់ឲ្យបញ្យល់អញ្ញអញ្ញសមាណា nè một này nè ន័យថាម៉េចគុណ นี่เคยnhá nhưng dân tháng này cái dân châu nó còn đang càng sắc xa vì anh nhận samana trên sắc đọc 7 chẳng việc thay nhận samana trên sắc đọc 7 này nhận nhôm khơi nhá nhận nhôm miền sapa group này ấy មានគុណម្ចាស់ មានទេម្ចាស់ chẳng nhận nhôm nam toàn miền sapa tệ tông nhôm tông mấy chẳng mà riêng ở sapa đấy riêng chế nhá chẳng những miền sapa tôi riêng tìm tuột chỉ ấy cái xa sầm rạp càng sắc xa chẳng mấy nhôm xua anh nhận samana trên sắc nó bên này thằng mấy này thằng lục bị vô lấy lục bạp giờ đấy chẳng dương mớ nè anh nhận samana trên sắc nắng anh nhận samana nó mò bị anh nhắc bộ nâng samana chẳng prai anh nhận samana prai trầm nhẹ nhõm sama đôi thô đợt tây prai phần đó anh nhận samana đó năng này chẳng sama đôi thô đợt tây dạng mây chẳng nè cứ chia được sắc nè chia sắc đợt bay nữa á anh nhận samana chia sắc đợt bay nữa cứ chia được sắc đaประกอบជាមួយនឹងចិត្តឃើញទេជារស័ក្តិដែលប្រកបជាមួយចិត្តនេះជាតិជាកុសលក៏ចេតសិកហ្នឹងคล้ายទៅជាកុសលដែរអញ្ចឹងដូចអាត្មានិយាយដូច 3C ក្នុងអូហ្នឹងហ្នឹងឬក៏ដូចមន្ត្រីអែបអបអញ្ចឹងណាអញ្ញសមាណាចេតសិក13ហ្នឹងណាខាងណាក៏វាត្រូវដែរនឹងកុសលក៏វាត្រូវនេះនៅពេលណាវាកើតជាមួយជាតិជាកុសលហ្នឹងក៏ជាកុសលទៅហើយនៅពេលដែលប្រកបជាមួយចិត្តជាជាតិជាអកុសលក៏ជាអកុសលទៅហើយប្រកបជាមួយនឹងអព្យាកតចិត្តគឺចិត្តជាជាតិជាវិបាកជាកិរិយាក៏ជាវិបាកនិងជាកិរិយាដែរព្រោះហេតុនេះទើបហៅថាអញ្ញសមាណាចេតសិកហ្នឹងឯងចឹងចិត្តរបស់យើងមានកុសលមានអកុសលមានវិបាកមានកិរិយាហ្នឹងហើយអញ្ចឹងកុសលយើងដឹងហើយយើងដែលញាតិញោមធ្វើបុណ្យរាល់ថ្ងៃហ្នឹងហើយកុសលហើយនោះអញ្ចឹងយើងសិក្សានៅក្នុងចំណុចនេះយើងធ្លាប់តែយើងថាអាត្មាអញទៅធ្វើបុណ្យធ្វើទានធ្វើបុណ្យធ្វើទានស្អីគេចិត្តអីគេនេះចិត្តកុសលនេះដែលយើងត្រូវររឹសធរអារឹសគុលនៃធរហ្នឹងណាដែលយើងអាចធ្វើទានបានដែលអាចរក្សាសិលបានធ្វើសេចក្តីល្អផ្សេងស្អីគេគឺតួកុសលហើយកុសលនឹងមានន័យថាម៉េចកុសលនឹងកុសលមានន័យថាជាអ្នកឆ្លៀសវៃឆ្លៀសកុសលនឹងឆ្លៀសប៉ិនប្រសពឆ្លៀសយ៉ាងម៉េចគឺឆ្លៀសនៅត្រង់នៅពេលដែលកុសលធម៌នឹងកើតឡើងវាទៅកំចាត់បងនៅអកុសលឧទាហរណ៍ថាញាតិញោមដែលអាចធ្វើទានបានដោយសារលេសអីលះកម្មណាញ់ នៅសេចក្តីកំ ចា ណាញ់ សេចក្តីកំណាញ់លោកគ្រូភ័ក្រ លះ កំ ម ណា ច្ឆ ញ់ រិយៈហ្នឹងលះមច្ឆរិយៈ អំណាញ់ អញ្ចឹង សេចក្តីកំណាញ់ បើសិនបើញាតិញោមមានមច្ឆរិយៈសួរថាធ្វើទានបានអត់ អត់ បានទេគុណ ចឹង ចាស់ តួកុសលហ្នឹងឯងនៅពេលណាវាកើតឡើងវាចូលទៅកំចាត់បងនៅណាមច្ឆរិយៈហ្នឹងហើយមច្ឆរិយៈហ្នឹងទើបយើងអាចធ្វើទានបានអាចរក្សាសិលបានជាដើមចឹងទៅចឹងកុសលហ្នឹងវាឆ្លៀស
វាឆ្លៀសត្រង់ថាវាកើតឡើងគឺទៅកំចាត់បងនៅអកុសលពូកុសលហ្នឹងណាទៅលះនៅអកុសលហើយនៅពេលអញ្ញសមានាចេតសិកវាកើតជាមួយនឹងជាតិជាអកុសលក៏អញ្ញសមានានឹងក៏คล้ายទៅជាអកុសលគេដែរទៅឧទាហរណ៍ថានៅពេលទោសៈកើតឡើងយើងធ្លាប់ខឹងអត់ហ្នឹងធ្លាប់ខឹងហ្នឹងហ្នឹងហើយអញ្ចឹងនៅពេលដែលចិត្តនឹងវាកើតឡើងជាទោសៈកើតឡើងហ្នឹងអញ្ចឹងអញ្ញសមានាចេតសិក13ហ្នឹងវាប្រព្រឹត្តទៅសង្កោះចូលក្នុងអកុសលដែរអញ្ចឹងបានន័យថាញោមយល់ថាអញ្ញសមានាចេតសិក13នេះដូចជាក្បីស៊ីក្នុងអូឬក៏ដូចជាមន្ត្រីអែបអបខាងណាក៏វាត្រូវដែរចឹងហៅថាអញ្ញសមានាហ្នឹងវាស្មើដោយធម៌ដតីនេះធម៌4នេះគឺជាតិជាកុសលជាតិជាអកុសលជាតិជាវិបាកនិងជាតិជាកិរិយានេះអញ្ចឹងញោមចាំយើងរៀនចិត្តទៅមកមើលមេរៀនហ្នឹងស្រួលវិញអញ្ចឹងយើងឲ្យស្គាល់ទៅថាអញ្ញសមានាចេតសិកត្រូវចំណាំថាវាកើតបានជាតិជា4ណាវាកើតជាមួយអកុសលក៏បានកើតជាមួយនឹងអកុសលក៏បានវិបាកក៏បានកិរិយាបានហើយញាតិញោមយើងគ្រប់គ្នាហ្នឹងនៅក្នុងជីវិតប្រចាំថ្ងៃហ្នឹងមានទាំងកុសលទាំងអកុសលមានវិបាកមានកិរិយាក្នុងជីវិតយើងរាល់ថ្ងៃហ្នឹងណាវិបាកមិនញាតិញោមរាល់ថ្ងៃដែលឃើញចាក់ខោមញាណដែលឃើញរូបចាក់ខោមញាណរបស់ញាតិញោមដែលឃើញរូបឃើញលោកចាលោកចាឃើញឧទាហរណ៍ថាចាក់ខោមញាណញោមគ្រប់គ្នាហ្នឹងឃើញលិមួកអាហ្នឹងឯងជាវិបាកជាផលរបស់នេះជាផលរបស់នៃអកុសលចាក់ខោមញាណហ្នឹងដែលឃើញលិមួកហ្នឹងអញ្ចឹងអាហ្នឹងជាតួវិបាកជាផលរបស់អកុសលហ្នឹងជាផលរបស់អកុសលហើយនៅពេលដែលញាតចាក់ខោមញាណញោមដែលឃើញរូបផ្កាដែលឃើញរូបព្រះសង្ឃឃើញអីទេដែរចាអាហ្នឹងជាកុសលវិបាកជាផលបុណ្យតួនៃផលបុណ្យណាហើយជីវិតយើងនឹងជួបរាល់ថ្ងៃបើតែយើងអត់បានដឹងអត់ដឹងថាឃើញលិមួកយើងថាលិមួកតែយើងអត់ដឹងថាហ្នឹងវាជាអកុសលវិបាករបស់យើងអត់ដឹងទេយើងសង្កត់ថាឃើញលិមួកចឹងទៅអញឃើញលិមួកចឹងទៅនៅពេលដែលឃើញរូបល្អឃើញរូបព្រះសង្ឃឃើញរូបពុទ្ធឃើញរូបផ្កាអីហ្នឹងវាជាកុសលវិបាកតែយើងសង្កត់ថាឃើញផ្កាតាមពិតចាក់ខោមញាណរបស់យើងជាកុសលវិបាកជាផលរបស់បុណ្យណាដែលយើងធ្លាប់ធ្វើសេចក្តីល្អពីមុនមកផលបុណ្យហ្នឹងវាហុចឲ្យអញ្ចឹងទៅហ្នឹងហើយកិរិយាចិត្តកិរិយានេះគ្រាន់ជាការធ្វើកិរិយាហ្នឹងបើនៅចិត្តហ្នឹងគ្រាន់ជាការធ្វើមិនអាចញ៉ាំងផលកើតដូចជាព្រះអរហន្តអត់មានកុសលនិងអកុសលទេណាព្រះអរហន្តហ្នឹងព្រះអរហន្តយើងតែដូចព្រះសម្មាសម្ពុទ្ធអត់មានកុសលនិងអកុសលទេអញ្ចឹងលោកមានត្រឹមតែកិរិយាចិត្តដូចព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងពធសម្ដែងឯងហ្នឹងជាតួកិរិយាហ្នឹងអញ្ចឹងកិរិយាចិត្តហ្នឹងមិនអាចឲ្យលោកញ៉ាំងផលឲ្យទៅកើតទៅថ្ងៃអនាគតអីទៀតទេញ៉ាំងផលទៅកើតជាមនុស្សជាទេវតាទៀតទេពីព្រោះអីពីព្រោះព្រះអរហន្តទាំងឡាយអស់ឫសគល់ជាតិជាកុសលជាតិជាអកុសលហើយយើងគ្រប់គ្នាទាំងអស់ហ្នឹងដែលកើតត្រាច់រង្គត់នៅក្នុងសង្សារវដ្តដោយសារពូជបុណ្យពូជបាបនេះអកុសលនិងកុសលនេះដែលយើងទៅកើតជាមនុស្សជាទេវតាស្អីតួកុសលពូជកុសលហើយឲ្យយើងទៅកើតនៅក្នុងអបាយភូមិ4គឺពូជអកុសលអញ្ចឹងហើយកម្មនឹងវាឲ្យផលផ្សេងគ្នាអញ្ចឹងយើងតែនិយាយថាសត្វលោកមានកម្មជារបស់ខ្លួនហើយប្រព្រឹត្តទៅរៀងខ្លួននឹងបុគ្គលណាសាងអីគឺបាននឹងអញ្ចឹងបើសិនបុគ្គលហ្នឹងសាងកុសល
ចឹងបានផលមកគឺសេចក្តីសុខចឹងទៅបើបកូនណាសាងអំពើអាក្រក់លទ្ធផលបានមកគឺទទួលរងទុក្ខវេទនាចឹងទៅឃើញទេឃើញច្បាប់នៃកម្មផលហ្នឹងគឺឲ្យផលអត់ដូចគ្នាទេណាចឹងបងសម្ដែងកម្មផល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 ហ្នឹងហើយចឹងបើបកូនណាធ្វើកម្មអីគឺបានហ្នឹងណាឧទាហរណ៍ដូចញាតិញោមឥឡូវនេះកំពុងតែរៀនមួយអាត្មាឥឡូវនេះកំពុងតែរៀនហ្នឹងផលឬកម្មជាផលម្ចាស់គ្រូ ឥឡូវនេះកំពុងរៀននេះជាផលឬជាកម្ម ជាកម្ម nó cứ chỉ ជាផល ហ៎ chỉ cái កំពុង ជា តែរៀន កម្ម កំពុងតែរៀន កំពុងតែរៀនជាកម្មដល់ពេលចេះទទួលចំណេះហ្នឹងជាផល ហ្នឹងហើយជាផល Giờ យល់ហើយញោមយល់អត់ giờ con ចឹងឥឡូវនេះដែលយើងកំពុងតែរៀនតួអីតួមហាកុសលមែនទេតួបុណ្យមែនទេ con cha bộ bần này តួបុណ្យថ្នាក់អាចនិយាយថាសុខតមយៈបញ្ញាកើតឡើងដោយការស្ដាប់នេះណែនេះកំពុងតែរៀនសុខតមយៈបញ្ញាហ្នឹងហើយសុខតមយៈបញ្ញាតួបញ្ញាដែលយើងកំពុងតែរៀនកំពុងតែស្ដាប់ហើយហ្នឹងតួបុណ្យណាតួមហាកុសលហ្នឹងហើយយើងគិតទៅសុខតមយៈបញ្ញាហើយណែចិត្តតាមរយៈបញ្ញានៅពេលដែលយើងស្ដាប់ហើយយើងត្រេះរិះពិចារណាទៅក៏កើតអីភាវនាបញ្ញាអញ្ចឹងទៅការចម្រើននៅពេលនេះយើងបញ្ញារបស់យើងចម្រើនរឿយទៅហ្នឹងហើយអញ្ចឹងយល់ណោះញោមអញ្ញសមានាចេតសិក13 cái này vô class class bọn ông tay cái này trong su bọn ông hưởng áp chia cả tạ chất nó nắng ban đây thằng mấy bọn ông ជាកតចិត្តមានន័យថាចិត្តយើងអាចនិយាយសាមញ្ញថាជាចិត្តដែលនៅរវាងចន្លោះនៃកុសលនិងអកុសលមានន័យថាជាចិត្តដែលព្យាករទៅជាកុសលមិនបានព្យាករទៅជាអកុសលមិនបានយើងហៅថានៅជាអព្យាក្រឹតហ្នឹងហើយព្យាក្រឹតខ្មែរយើងតែនិយាយថាកដាណាណា cái này ហ្នឹងហើយ cái này vô bọn ông ហ្នឹងហើយបានន័យថាវាមិនមែនជាតួកុសលមិនមែនជាតួអកុសលបានតែវាជានេះអព្យាកតៈហ្នឹងមានពីរជាវិបាកនិងជាកិរិយាតើណាញោមអព្យាកតៈចិត្តហ្នឹងណាវាចែកចេញជាពីរនេះ và chưa bị bắt នេះ chưa ជា bị វិ gì បាកមួយនិងជាកិរិយាមួយអញ្ចឹងចាំយើងទៅរៀនមេរៀនចិត្តអស់អាហ្នឹងយើងនឹងយល់មកមើលមេរៀនខាងក្រោមវិញហ្នឹងស្រួលវិញហ្នឹង គុណម្ចាស់កណាសូមមកការសួរគុណម្ចាស់មួយព្រះសម្មាសម្ពុទ្ធទ្រង់លាចាកផុតពីកុសលចិត្តនិងអកុសលចិត្តប៉ុន្តែសញ្ញាណនៃចិត្តសិកទ្រង់លាចាកដែរឬក៏យ៉ាងម៉េចដែរ ចេតសិកនៅតែមានណាព្រះអង្គប៉ុន្តែមានចំណែកខ្លះបើអកុសលចេតសិក14ព្រះអង្គអត់មានទេនេះញោមអកុសលចេតសិក14នេះព្រះអង្គអត់មានទេហើយអញ្ញសមានាចេតសិក13នេះគឺព្រះអង្គមានហើយចំណែកសោបនៈចេតសិក25នេះមានចំណែកខ្លះដែរមិនមានទាំងអស់ទេដកអស់កន្លែងនេះព្រះអង្គដកអស់3ចេញនេះដកទៅនេះពុតណា ដកនោះអញ្ចឹងពពុទ្ធអត់មានអញ្ញសមានាចេតអកុសលចេតសិក14ទេគឺធីបចូលអានោះអា14ហ្នឹងព្រះអង្គលែងមានហើយបើសិនព្រះអង្គនៅមានដូចតែយើងដែរហ្នឹងឯង cho hạt ấy bạn đó bọn ông cha hạt ấy bạn bọn ông admin là sama vicha đời sao nó bọn ông chlong cắt ruột đấy bọn ông មាន bạn ន័យថាព្រះ admin អង្គមានទៅនិយាយកុហកអីទៀតញោមអស់ដាច់ឫសគល់ហើយ sama comment ta anh ấy ban đây thật ông chlong cắt ông hơi ព្រះ bọn អង្គ ông មានទៅវាចាកសំដីអាក្រក់សំដីអីទៀតលែងមានហើយលែងនិយាយកុហកបោកប្រាស់គេអីទៀតហើយសមាកម្មតការងារព្រះអង្គលែងទៅសម្លាប់ទៅលួចគេអស់ហើយ đỏ ហ្នឹង chị សមាជីវៈនេះព្រះអង្គលែងទៅចំជីវិតខុសអីទៀតហើយ cái này theo pin nó rất tập côn sủng bạc ហ្នឹងហើយអញ្ចឹងនៅក្នុងអញ្ញសមានាចេតសិក13ហ្នឹងគឺពពុទ្ធមាន
ហើយសោបណាចេះសឹក25នេះមានយើងដកអស់ចេញដកអស់3ចេញនេះសល់20ហ្មង 22 22ហ្នឹងអញ្ចឹងសរុបទាំងអស់ហ្មង 25 25ក៏35ហើយញោម35 25តាម13ទៀត 35មែនអត់ មិនកណា អញសោបណាចេះសឹក13សោបណាចេះសឹក23 22ហ្នឹងអញសោប 13 សោបណាចេះសឹក 12 22 35 នឹង35 35 អញ្ចឹងពពុទ្ធមានតែចេតសិក35ទេណាពពុទ្ធណាហើយចំណែកបទជនយើងនេះញាតិញោមយើងសម្រាប់យើងនេះគឺមានទាំងអស់25គឺមានគ្រប់ហើយសោតាសកតិមានវាចាក់ខ្លះទៀតអាហ្នឹងយើងមិនបាច់និយាយទេយូរវែងអាហ្នឹងវែងឆ្ងាយតិចហ្នឹងបើយើងសម្រាប់បទជនយើងចោះញោមបទជនយើងនេះចេតសិកគឺមានទាំង52គ្រប់បរិបូរគ្រប់តែមិនមែនកើម្ដងទាំង52ហ្នឹងទេហ្នឹងហើយចាប់តាណាញោមនេះជាពិសេសគឺអកុសលចេតសិក14និងសោបណាចេតសិក25នេះវាមិនអាចកើតជាមួយគ្នាបានទេមួយអកុសលមួយកុសលអញ្ចឹងពីរអ្នកហ្នឹងគឺតែងតែប្រឆាំងគ្នាមិនអាចកើតជាមួយគ្នាបានទេតែសម្រាប់អញ្ញសមាណាចេតសិក13នេះអកុសលចេតសិកក៏វាកើតបានសោបនៈចេតសិក25ក៏វាកើតបានអញ្ចឹងយល់អញ្ញសមាណាចេតសិក13ខ្ញុំយល់អត់យល់បានខ្លះហើយព្រះអង្គ ហ្នឹងហើយអញ្ចឹងបានខ្លះណាញោមសួរមិញតើណាចាប់បានទេ កណាគុណចាស់ កណាគុណម្ចាស់កណាទទួលបានគុណម្ចាស់ ហ្នឹងហើយអញ្ចឹងយើងអញ្ចឹងអញ្ញសមាណាចេតសិក13ចែកចេញជា2ពួកនេះយើងឃើញញោមចែកចេញជា2អាហ្នឹងញោមក៏ត្រូវចាំដែរត្រូវដឹងដែរថាអញ្ញសមាណាចេតសិក13ហ្នឹងចែកចេញជាប៉ុន្មានក្រុមអញ្ចឹងចែកចេញជា2ពួកឬក្រុម2ក្រុមក្រុមវាហ្នឹងក្រុមចេតសិកហើយសព្វៈណាសព្វៈចិត្តសាធារណៈចេតសិក7នេះប្រែថាជាចេតសិកកើតគ្រប់បានចិត្តទាំងអស់ចិត្តយើងទាំងអស់វាមាន89អញ្ចឹងសព្វចិត្តសាធារណៈចេតសិកនេះប្រែថាជាចេតសិកកើតគ្រប់ចិត្តទាំងអស់អញ្ចឹងលោកបានតែចែកអញ្ញសមាណាចេតសិក13នេះចែកចេញជា2ពួកហ្នឹងហើយបកណ្ណកៈចេតសិក6នេះនៅពេលដែលវាកើតអត់កើតគ្រប់ចិត្តទេបកណ្ណកៈហ្នឹងវារត់រាយពេលខ្លះវាកើតពេលខ្លះវាអត់កើតមានន័យថាវាកើតអត់គ្រប់ចិត្តណាតែសម្រាប់សព្វចិត្តសាធារណៈ7នេះវាកើតបានគ្រប់ចិត្តទាំងអស់នឹង89ដួងហ្នឹងគឺសព្វចិត្តសាធារណៈហ្នឹងគឺកើតក្នុងមួយដួងម្ដងគឺកើតគ្រប់មកទាំង89តែសម្រាប់បកណ្ណកៈចេតសិក6នេះពេលខ្លះកើតពេលខ្លះអត់កើតទេវាកើតគ្រប់ចិត្តណាវារត់រាយម្ដងកើតម្ដងអត់ហ្នឹងហើយចាប់តញោមតណា កន្លែងនេះតន់ខ្លះដែរ ហ្នឹងអញ្ចឹងកន្លែងនេះគ្រាន់តែលោកចែកអញ្ញសមាណាចេតសិក13ចែកជា2ពួកនេះកន្លែងនេះញោមនេះលោកប្រែអោយនេះហ្នឹងហើយចូលចាប់ដើមចូលមេរៀនណាញោមកាន់តែច្បាស់ហ្នឹងអញ្ចឹងយើងមើលសព្វចិត្តសាធារណៈចេតសិក7ផងខ្ញុំកណាសូមឱកាសហើយនេះបានជជែកជា2ហ្នឹងមានខាងនេះមានកាមានអីគេ6នេះយ៉ាងម៉េច7ហ្នឹងយ៉ាងម៉េចឯងគុណចា៎ ហ្នឹងហើយដោយចែកជា2ដោយសារថាពាក់ព័ន្ធជាមួយឧទាហរណ៍ថាសព្វចិត្តសាធារណៈចេតសិក7នេះវាកើតបានគ្រប់ចិត្តទាំងអស់តែសម្រាប់បកណ្ណកៈហ្នឹងរត់រាយវាខ្ចាត់ខ្ចាយវានៅអត់ជុំគ្នាទេ6ហ្នឹងអត់កើតជុំគេជាមួយគេទេវាកើតគ្រប់ចិត្តណាថាបកណ្ណកៈហ្នឹងបាទវាអត់កើតគ្រប់ចិត្តចិត្តខ្លះមានវា
មានបកណ្ណកៈហ្នឹងពេលខ្លះអត់មានទេចិត្តខ្លាំង កាត់ឲ្យលើច្រឡំគុណចាស់ ហ្នឹងហើយវានៅមកកដប់ចឹងហ៎ញោមវាត្រូវកើតត្រូវអត់តែសម្រាប់សព្វចិត្តសាធារណៈ7នេះវាកើតបានគ្រប់ចិត្តទាំងអស់ចិត្តណាក៏វាកើតបានដែរចិត្ត89ហ្នឹងគឺសព្វចិត្តសាធារណៈកើតគ្រប់ចិត្តហ្នឹងឯងនេះចិត្តសរុបហ្នឹងគឺ89ហ្នឹងឯងអញ្ចឹងសព្វចិត្តសាធារណៈ7ហ្នឹងកើតគ្រប់ចិត្តចាប់តាន់ទេណា ណាអបគុណយ៉ាងតនហ្នឹង ហ្នឹងហើយអញ្ចឹងយើងមើលសព្វចិត្តសាធារណៈចេតសិក7អញ្ចឹងលោកប្រែឲ្យយើងទៀតនឹងសព្វចិត្តសាធារណៈមកពីសព្វបូកចិត្តបូកនឹងសាធារណៈអញ្ចឹងយើងតែនិយាយពីថាសាធារណៈប្រែតែម៉េចញោម សាធារណៈដូចជាវាទូទៅបង ទូទៅមែនទេដូចផ្លូវសាធារណៈហ្នឹងគឺសម្រាប់តែម្នាក់ឬក៏សម្រាប់មនុស្សគ្រប់គ្នា មនុស្សច្រើនមនុស្សគ្រប់គ្នាយារំគុណចាស់ នឹងណាក៏មានសិទ្ធដើរផ្លូវនឹងបានដែរមានសិទ្ធបើកបរមានសិទ្ធធ្វើដំណើរតាមផ្លូវនឹងបានដូចគ្នាអត់មានប្រកាន់អីទេហ្នឹងហើយអញ្ចឹងសព្វចិត្តៈអញ្ចឹងសព្វហ្នឹងប្រែថាទាំងឡាយទាំងពួងបល័យសព្វហ្នឹងប្រែទាំងឡាយទាំងពួងប្រែច្រើនណាស់សព្វហ្នឹងទាំងឡាយទាំងពួងទាំងស្រុងទាំងអស់ហ្នឹងហើយបល័យហ្នឹងនេះភាសាបល័យហ្នឹងសព្វហ្នឹងភាសាបល័យហ្នឹងទាំងសព្វហ្នឹងប្រែសព្វហ្នឹងគឺប្រែច្រើនន័យមានន័យច្រើនទាំងឡាយទាំងពួងទាំងអស់ទាំងស្រុងហ្នឹងហើយចិត្តហ្នឹងគឺចិត្តឃើញទេសាធារណៈទូទៅអញ្ចឹងលោកប្រែថាមានន័យថាយើងអាចនិយាយថាកើតទូទៅដោយចិត្តទាំងពួងហ្នឹងគឺចិត្ត80ទាំង89នឹងឯងចិត្ត89ហ្នឹងវាកើតគ្រប់ចិត្តទាំង89នឹងឯងចាប់តើណាញ៉ាតននេះណាគាត់ផង គុណចាស់សូមឆ្ងល់មួយសព្វចិត្តសាធារណៈចិត្តសឹកនេះនៅក្នុងក្រមអញ្ញសមាញ្ញាចិត្តសឹកទៅគុណចាស់ បងហ្នឹងហើយ ហ្នឹងនៅក្នុងហ្នឹងហើយបង នៅក្នុងហ្នឹងយើងពងរៀននេះចែកដូចជា2ផ្នែកហ្នឹងហើយបែងចែកជា2 អញ្ចឹងយើងចែកជា2មើលប៉ុន្តែវាបន្តិចអញ្ចឹងយល់ឲ្យគុណចាស់ អញ្ចឹងយើងយកនៅក្នុងអញ្ញសមានាចេតសិក13យើងនឹងយកមកសិក្សានេះសព្វចិត្តសាធារណៈចេតសិក7នឹងយកមកសិក្សានេះតើណែញោមយកមកសិក្សាម្ដងមួយហ្នឹងឯងសព្វចិត្តៈយើងអានបល័យសព្វចិត្តៈសាធារណៈចេតសិកសព្វចិត្តៈសាធារណៈចេតសិកៈអាយើងខ្មែរយ៉ាងចេតសិកហ្នឹងឯងអញ្ចឹងយើងចូលនេះយកភាសាយកមកនិយាយនេះញោមនេះភាសាចេតសិកប្រែថាធម្មជាតិដែលប៉ះផ្ទប់នៅអារម្មណ៍មើលញាតិញោមណាចេះអាចពយល់បានមកញាតិញោមណាចេះអាចពយល់បានធម្មជាតិដែលប៉ះផ្ទប់នៅអារម្មណ៍ដូចកណាយល់បន្តិចមើលគុណចាស់ដូចជាចរូបអារម្មណ៍គឺអាយតនៈខាងក្រៅមកប៉ះផ្ទប់ជាមួយនឹងចក្ខុប្រសាទមានន័យថាអាយតនៈខាងក្នុងហ្នឹងអញ្ចឹងធ្វើឲ្យសោតតវិញ្ញាណកើតឡើងហ្នឹងគុណចាស់អញ្ចឹងរូបអារម្មណ៍ប៉ះជាមួយចក្ខុប្រសាទវាធ្វើឲ្យកាយវិញ្ញាណកើតឡើងកន្លែងហ្នឹងអាចពយល់ចឹងបានទេគុណចាស់ចក្ខុវិញ្ញាណចក្ខុវិញ្ញាណកើតឡើងហ្នឹងហើយបាទត្រូវនៅពេលដែលចក្ខុវិញ្ញាណកើតឡើងយើងដឹងហើយនៅពេលដែលចក្ខុវិញ្ញាណកើតឡើងគឺមានចេតសិកនៅហ្នឹងហើយមានគុណចាស់អញ្ចឹងនៅពេលដែលចក្ខុវិញ្ញាណកើតឡើងអញ្ចឹងនៅពេលដែលចក្ខុប្រសាទដែលខ្ញុំលើកឡើងមិញចក្ខុប្រសាទវាប៉ះផ្ទប់ជាមួយនឹងអីរូបនៅពេលដែលពីរនាក់នឹងប៉ះគ្នាហើយទៅចក្ខុវិញ្ញាណកើតឡើងអញ្ចឹងនៅពេលដែលចក្ខុវិញ្ញាណកើតឡើងហើយយើងត្រូវដឹងថានៅក្នុងចក្ខុវិញ្ញាណគឺមានចេត
សឹកតើណែយោមានចេតសឹកកើតជាមួយនឹងចក្ខុវិញ្ញាណអញ្ចឹងនៅពេលដែលចក្ខុវិញ្ញាណកើតឡើងនឹងឯងគឺផាសៈនៅពេលដែលកើតជាមួយចក្ខុវិញ្ញាណគឺផាសៈនឹងឯងគឺប៉ះទប់ជាមួយនឹងអារម្មណ៍យើងអាចនិយាយថាដឹងនៅអារម្មណ៍នឹងឯងពីព្រោះចិត្តដឹងអារម្មណ៍យ៉ាងណាចេតសិកហ្នឹងក៏ដឹងអារម្មណ៍យ៉ាងនឹងដែរអញ្ចឹងភាសាហ្នឹងវាមិនតួចេតសិកមែនទេភាសាហ្នឹងអញ្ចឹងបើចិត្តដឹងអារម្មណ៍យ៉ាងណាចេតសិកហ្នឹងក៏ដឹងអារម្មណ៍យ៉ាងហ្នឹងហ្នឹងហើយយល់ញាតិញោមយល់អត់យល់អត់កន្លែងលោកពីយល់អត់តាកណាសូមឱកាសព្រះអង្គចុះបើឧទាហរណ៍ដូចយើងដឹងក្តៅត្រជាក់អីអាហ្នឹងដែលប៉ះនឹងកាយវិញ្ញាណយើងកាយវិញ្ញាណហ្នឹងផាសៈមានផាសៈដល់ពេលដែលយើងដឹងក្តៅត្រជាក់ហ្នឹងដឹងថាអូក្តៅថ្ងៃនេះខ្ញុំក្តៅអានឹងសន្មត់ហ្នឹងអានោះប៉ុន្តែនៅពេលណាដែលកាយវិញ្ញាណនៅពេលដែលផតថាពីអារម្មណ៍មកប៉ះទប់ជាមួយនឹងកាយវិសារបស់យើងហ្នឹងធ្វើឲ្យកាយវិញ្ញាណដឹងក្តៅដឹងត្រជាក់ហ្នឹងចឹងនឹងមិនមែនចេតសិកទេបងចេតសិកហ្នឹងឯងចេតសិកវាកើតរួមជាមួយនឹងចិត្តហ្នឹងឯងវាទូនទីរបស់ចិត្តហ្នឹងចេតសិកនេះភាសាទូនទីរបស់ភាសាគឺប៉ះទប់ជាមួយនឹងអារម្មណ៍ហ្នឹងឯងជាដូចព្រះអង្គលើកមុនឧទាហរណ៍ថាកំបិតមុតដៃប៉ះជាមួយកាយយ៉ាងកំបិតហ្នឹងទៅមុតណាអាហ្នឹងក៏វាជាភាសានឹងដែរព្រះអង្គផថាពីអារម្មណ៍អាហ្នឹងវាជាផថាពីអារម្មណ៍ប៉ះជាមួយកាយយើងកាយតួកាយយើងហ្នឹងហើយកាយវិញ្ញាណកើតឡើងអញ្ចឹងកាយវិញ្ញាណកើតឡើងហ្នឹងគឺប៉ះទប់ជាមួយនឹងអារម្មណ៍អញ្ចឹងតួនាទីភាសាវាតួនាទីរបស់ភាសាគឺប៉ះទប់ជាមួយនឹងអារម្មណ៍ហ្នឹងហើយឧទាហរណ៍ញាតិញោមឧទាហរណ៍លោកឧបមាដូចជាសត្វនេះចាំយើងនេះសត្វពពែពីរក្បាលនេះឃើញសត្វពពែនេះលោកប្រៀបធៀបពពែមួយក្បាលលោកប្រៀបដូចជាចាក់នេះអាចយើងនិយាយថាចក្ខុប្រសាទអញ្ចឹងទៅនេះដូចចក្ខុប្រសាទអញ្ចឹងទៅសត្វពពែនេះហើយសត្វពពែមួយទៀតដូចជារូបអញ្ចឹងអានេះចក្ខុប្រសាទអានេះរូបអញ្ចឹងកាលណានៅពេលណាវាមិនតន់ជល់គ្នាញាតិញោមសត្វពពែធម្មតាវាជល់គ្នាមែនទេអញ្ចឹងនៅពេលណាដែលវាមិនតន់ជល់គ្នាវាមិនតន់ប៉ះក្បាលគ្នាសួរថាមិនដែរញោមភាសាអត់កើតឡើងហ្នឹងអត់មានភាសាអត់កើតឡើងបានទេផងអញ្ចឹងបើសិនបើសត្វពពែគឺពីរក្បាលហ្នឹងឯងវាប៉ះគ្នាវាជល់គ្នាទៅភាសាកើតឡើងអញ្ចឹងសត្វពពែនេះប្រៀបមួយក្បាលប្រៀបដូចជាចក្ខុប្រសាទមួយក្បាលទៀតប្រៀបដូចជារូបអញ្ចឹងនៅពេលណាពីរអ្នកហ្នឹងវាប៉ះគ្នាទៅភាសានឹងកើតឡើងអានេះរូបនឹងរូបប៉ះគ្នាចក្ខុប្រសាទគឺជាតួរូបអារម្មណ៍ហ្នឹងក៏ជាតួរូបអញ្ចឹងនៅពេលពីរអ្នកហ្នឹងវាប៉ះគ្នានេះចក្ខុប្រសាទនិងរូបហ្នឹងប៉ះគ្នាទៅចក្ខុវិញ្ញាណហ្នឹងកើតឡើងដឹងទៅចក្ខុវិញ្ញាណជាអ្នកដឹងអារម្មណ៍ហ្នឹងទៅហើយតួនាទីរបស់ភាសាគឺប៉ះខ្ទប់នឹងប៉ះទប់ជាមួយនឹងអារម្មណ៍ប៉លត្រូវជាមួយនឹងអារម្មណ៍ហ្នឹងឯងយល់ទេណាខ្លះព្រះអង្គតន់ខ្លះចាស់សូមឱកាសខ្ញុំកណាខ្ញុំសួរថាផាសពីអារម្មណ៍ហើយនឹងផាសៈហ្នឹងនៃផ្សេងគ្នាមែនគុណចាស់ណាអរគុណគឺយើងសំដៅយកភាសាចេតសិកវាយើងនិយាយភាសាចេតសិកវាជាអីជានាមធម៌តើណែញោមវាយើងនិយាយភាសាចេតសិកប្រផថាពីអារម្មណ៍គឺយកឧទាហរណ៍ដូចកបិតមកឧទាហរណ៍កំបិតចឹងកបិតដូចជាផលថាពីអារម្មណ៍ចឹងណាហើយមកមុតកាយយើងណាមកមុតកាយយើងកាយភាសាហ្នឹងទៅឲ្យ
កាយវិញ្ញាណនឹងកើតឡើងបាននឹងទៅភាសានឹងវាប៉ះទប់ជាមួយនឹងអារម្មណ៍ចឹងវត្ថុនឹងគឺជ្រៅណាញោមល្អិតណានៅពេលដែលធននឹងវាកើតនឹងវាលឿនមែនតើណាជ្រៅញោមជ្រៅចឹងបានលោកប្រៀបធៀបញោមលោកប្រៀបធៀបភាសានឹងប្រៀបដូចមុននឹងភាសាកើតឡើងលោកប្រៀបដូចជាអីសត្វពពែពីរក្បាលពពែមួយដូចចក្ខុឧសាពពែមួយទៀតដូចជារូបចឹងនៅពេលដែលប៉ះគ្នាហ្នឹងដូចភាសាចេតសិកចឹងបាទមិនដែរញោមព្រះអង្គចុះភាសាចេតសិកហ្នឹងអាចថាជាអង្គធម៌របស់ផោតពារមបានទេព្រះអង្គអត់ទេញោមភាសាចេតសិកគឺអង្គធម៌គឺភាសាចេតសិកហ្នឹងហើយផថាពារអារម្មណ៍គឺជាតួរូបមួយតួនាមមួយតួរូបអត់មានអង្គធម៌ទេបើផថាពារអារម្មណ៍គឺអង្គធម៌របស់ផថាពារអារម្មណ៍ផ្សេងបានដល់រឹងទន់ក្តៅតិចអីចឹងទៅផថាពារអារម្មណ៍ហ្នឹងអញ្ចឹងផថាពារអារម្មណ៍គឺជាតួរូបអញ្ចឹងភាសាជាតួនាមចាប់តាណាអញ្ចឹងយើងរៀននេះចេតសិក52នេះជាតួនាមសុទ្ធហ្មងចេតសិក52ហ្នឹងហើយរូប28រូបអាហ្នឹងតួរូបតាណាកាន់តែញែកណាព្រះអង្គអរគុណព្រះអង្គចឹងមានអង្គធខគ្នាបើរូបមានអង្គធរបស់រូបចេតសិកមានអង្គធរបស់ចេតសិកចិត្តមានអង្គធរបស់ចិត្តនិព្វានមានអង្គធរបស់និព្វានសិតតែមានអង្គធរៀងខ្លួនអង្គធរៀងខ្លួនហ្នឹងហើយចឹងលោកបញ្យល់មើលញោមចឹងលោកលើឧទាហរណ៍ណាឧទាហរណ៍ដូចសត្វពពែអញ្ចឹងមើលលោកបញ្យល់ថាម៉េចភាសាមានវិក្រោះឬក៏មានអត្ថានឹងមានវចនៈនឹងឯងបងគឺភុសណាភុសតៃតេស្មើនឹងភាសាធនឹងអីគេភាសានឹងឯងអញ្ចឹងភាសាចេតសិកហ្នឹងក៏ជាចំណែកធមួយណាខ្ញុំជាចំណែកធមួយនឹងឈ្មោះថាភាសាព្រោះអត្ថានេះប៉ះផ្ទប់នេះប៉ះផ្ទប់យើងប្រែណាប្រែជាភាសាខ្មែរយើងថាប៉ះផ្ទប់ឬប្រែថាពលត្រូវអញ្ចឹងពលត្រូវអីឬប៉ះផ្ទប់អីគឺពលជាមួយនឹងអារម្មណ៍ហ្នឹងឯងប៉ះផ្ទប់ជាមួយនឹងអារម្មណ៍អញ្ចឹងលោកប្រៀបដូចជាអីនេះប្រៀបដូចជាពពែ2ចឹងពពែមួយដូចជាអាយតនៈខាងក្នុងអាយតនៈខាងក្នុងមានប៉ុន្មានទេញោម6មាន6ព្រះអង្គហ្នឹងហើយពពែមួយទៀតដូចជាអាយតនៈខាងក្រៅភាសាប្រៀបដូចជាការជុលគ្នានៃពពែទាំងពីរនោះឯងនេះហ្នឹងហើយអញ្ចឹងយល់លោកប្រៀបធៀបចឹងអញ្ចឹងមើលញាតិញោមមើលទាំងអស់គ្នាលោកលើកឧទាហរណ៍ដើម្បីបញ្ជាក់ពីប្រុសធម៌នឹងវាជ្រៅញាតិញោមជ្រៅអញ្ចឹងហើយនៅពេលដែលព្រះអង្គសម្ដែងពធសម្ដែងឯងតែងតែលើកឧទាហរណ៍មកបញ្ជាក់នៃធម៌ហ្នឹងហ្នឹងហើយអ្នកខ្លះយល់ដោយសារតែលើកឧទាហរណ៍ហ្នឹងហើយបើសិនណាមានការលើកឧទាហរណ៍ទេពិបាកយល់បើយល់ហើយនឹងក៏នៅបញ្យល់ដែរសូម្បីតែលើកឧទាហរណ៍ហើយញាតិញោមនៅតែចង់យល់ផងឃើញអត់ជុំធោនឹងវាជ្រៅញាតិញោមធោនឹងជ្រៅតែញាតិញោមយើងគ្រាន់តែចាប់យកន័យថាភាសាគឺយើងយកត្រឹមថាទូនទីរបស់ភាសាគឺដឹងផលត្រូវឬក៏ប៉ះផ្ទប់ជាមួយនឹងអារម្មណ៍ហ្នឹងឯងយកទៅប៉ាន់ទៅធរនឹងវាកើតឡើងគឺមានការប៉ះផ្ទប់ជាមួយនឹងអារម្មណ៍នឹងទូនទីភាសាហ្នឹងយល់ទេហ្នឹងអញ្ចឹងអាយតនៈខាងក្នុងអាយតនៈពពែមួយក្បាលប្រៀបដូចជាអាយតនៈខាងក្នុងពពែមួយក្បាលទៀតដូចអាយតនៈខាងក្រៅអញ្ចឹងឧទាហរណ៍អីអាយតនៈខាងក្នុងអីគេមានចក្ខវាយតនៈ
ភ្នែក nơi từ chia នឹង ច្ ភ្នែ រមុះ កត្រចៀកច្រមុះអណ្ដាតកាយ ដាតកាយចិត្ត ចិត្តហ្នឹងហើយអាយតនៈខាងក្រៅមានរូបសម្លេងក្លិនរសផលថាពៈ ក្លិនរសអត្តពៈធម្មមេរម ធម្មាយតនៈទៅហ្នឹងហើយយើងនិយាយពីអាយតនៈយើងអានថាបើនិយាយពីអាយតនៈខាងក្នុងលោកឲ្យឈ្មោះថាចក្ខវាយតនៈគឺភ្នែកចក្ខវាយតនៈហ្នឹងគឺភ្នែកហ្នឹងសោតាយតនៈគឺអីបានដល់ជា គឺ យើង គឺទ្វាតិច តិច តិចគឺតិចច្រមុះ ហ្នឹងហើយ ឃានច្រមុះ ខានាយតនៈប្រែបានដល់ច្រមុះហ្នឹងហើយជីវហាយតនៈបានដល់អី ដាត កាយាយតនៈហ្នឹងបានដល់អីកាយរូបរាងកាយមូលហ្នឹង កាយទាំង ហើយ មូល មនីយតនៈហ្នឹងគឺចិត្តយើងណា ចិត្តមនីយតនៈ ហ្នឹងអាយតនៈខាងក្នុង មនោទ្វា ហ្នឹងអាយតនៈខាងក្នុងបើអាយតនៈខាងក្រៅអីគេរូបបាយតនៈគឺរូបសត្យាយតនៈគឺសំឡេង រូបអារម្មណ៍ហើយរូបអារម្មណ៍ និងរូបារ គុណ ម្មណ៍ ធា រក្សា គុណធាគុណធារក្សាផោតពិរមធម្មរម រោមជួយបិទញូនផងអាត្មាថាតែឯងបានហ្នឹងហើយអញ្ចឹងរូបាយតនៈសត្យាយតនៈកន្ធាយតនៈរក្សាយតនៈនិងផលថាពាយតនៈនិងធម្មាយតនៈអញ្ចឹងអាយតនៈខាងក្នុងនិងអាយតនៈខាងក្រៅនៅពេលណាពីរនឹងវាប៉ះផ្ទប់គ្នាទៅឲ្យមានភាសៈហ្នឹងកើតឡើងបើអត់មានអាពីរនឹងទេណាភាសៈអត់កើតទេចុះបងសំដែងថាធរទាំងឡាយកើតពីហេតុបច្ច័យនឹងឯងហ្នឹងហើយអាយតនៈខាងក្នុងអាយតនៈខាងក្រៅហ្នឹងហើយជាបច្ច័យឲ្យអ្នកណាកើតគឺឲ្យភាសៈកើតបើអត់មានពីរនឹងទេណាអត់មានធរពីរនឹងវាប៉ះគ្នាទេអញ្ចឹងភាសៈហ្នឹងក៏អត់កើតបានទេដូចថ្នាក់រៀនយើងអញ្ចឹងអាត្មាដូចជាភាសៈអាត្មាដូចជាអាយតនៈខាងក្នុងហើយញាតិញោមដូចអាយតនៈខាងក្រៅហើយដែលថ្នាក់រៀននឹងប្រព្រឹត្តទៅបានដូចជាភាសៈអញ្ចឹងឃើញអត់ឃើញវា3តង់ហើយខ្ញុំឃើញ3ធនឹងវាកើតឡើង3តង់ណាហ្នឹងហើយអញ្ចឹងអាត្មាដូចអាយតនៈខាងក្នុងញាតិញោមដូចអាយតនៈខាងក្រៅហើយថ្នាក់រៀនដែលយើងកំពុងតែប្រព្រឹត្តទៅហ្នឹងប្រៀបដូចជាភាសៈហ្នឹងគ្រាន់តែលើកឧទាហរណ៍ទេឃើញថ្នាក់រៀនហ្នឹងដែលអាចប្រព្រឹត្តទៅមុខបានដោយសារតែមានមនុស្សពីរក្រុមហ្នឹងឯងឃើញមានមនុស្សពីរក្រុមហ្នឹងហើយធ្វើការជាមួយគ្នាហើយទៅថ្នាក់រៀនហ្នឹងចេះតែបន្តទៅមុខរហូតអញ្ចឹងដូចគ្នាទេភាសាដែលវាកើតឡើងបានដោយសារអាពីរអ្នកហ្នឹងវាចេះតែធ្វើការជាមួយគ្នារហូតអញ្ចឹងទៅភាសាហ្នឹងចេះតែកើតទៅឥឡូវនេះសំឡេងញាតិអាត្មាកំពុងតែនិយាយហើយញាតិញោមកំពុងតែឮសំឡេងអាត្មាហ្នឹងហើយភាសាហ្នឹងកំពុងតែកើតរហូតសោតវិញ្ញាណរបស់ញោមឮរហូតធ្វើការរហូតហើយភាសាហ្នឹងកើតជាមួយនឹងសោតវិញ្ញាណនឹងរហូតតើណាអញ្ចឹងលោកបញ្ជាក់នេះតួនាទីរបស់ភាសាគឺការប៉ះផ្ទប់អារម្មណ៍ដែលចិត្តដឹងណាការប៉ះផ្ទប់អារម្មណ៍ដែលចិត្តដឹងនឹងជាបច្ច័យឲ្យធម៌ប្រជុំគ្នា3នេះអារម្មណ៍វត្ថុហើយនឹងវិញ្ញាណនេះអញ្ចឹងដែលអាចឲ្យភាសៈកើតឡើងបានដោយសារតែមានធម៌3នេះឯងទី1អារម្មណ៍ទី2វត្ថុទី3វិញ្ញាណអីគេខ្ញុំវិញ្ញាណហ្នឹងតែគេវិញ្ញាណនឹងចិត្តវិញ្ញាណគឺចិត្តហ្នឹងឯងខ្ញុំចិត្តគឺវិញ្ញាណគឺចិត្តប្រើមួយណាក៏បានខ្ញុំប្រើចិត្តក៏បានប្រើវិញ្ញាណក៏បានវិញ្ញាណប្រែថាដឹងចិត្តក៏ប្រែថាការដឹងដែរដឹងអីដឹងអារម្មណ៍អញ្ចឹងភាសៈដែលវាអាចកើតឡើងបានដោយសារមានប្រជុំធម៌3នេះឃើញធម៌3ហ្នឹងយើងអាចនិយាយថាបច្ច័យធម៌នេះបច្ច័យប្រែថាជាគ្រឿងញ៉ាំងធម៌ឲ្យកើត
bạch trái này chỉ cương nhang thỏi cả nè oi nà na cả oi pha sạ này cả nè nè bạch trái bay nè rong vật thô nâng vì nhiên nè bạch trái bay nâng hay chỉ hai oi pha sạ cả là nè bởi sao nào miền là bay nâng tế pha sạ cả này bị chung kia bay nè bạch trái vào đây thô để chỉ cương nhang thỏi cả rồi còn nhang phò là cả các bạn này nhỉ nó không hai ba tán bạch trái chỉ cương nhang phò là cả các bạn này vô lợn chấn pha xa để ai cả làng bán vì to tới tôi chung thọ bay nó miền róm một thốt vì nhìn một thốt miền mán nhóm một thốt riêng một thốt miền mán một thốt Và muối vậy là cô nâng róm miền mán róm miền bồ mùi được nè miền mùi được nè nhé hay vì nhiên miền mán tự nhiên miền bồ mùi đây mùi chất miền mán đuống chất miền 84 đuông 121ដួង 1ដួង ចឹងចិត្តនឹងវិញ្ញាណទៅមួយទេគឺសចិត្តមានប៉ុន្មានដួង89 121ដួងហ្នឹងហើយចឹងភាសានឹងដែលអាចកើតឡើងបានដោយសារមានផល 3 នឹងឯងបច្ច័យនឹងឯងបច្ច័យ 3 យើងថាបច្ច័យ 3 នឹងឯងទើបឲ្យភាសានឹងកើតឡើងបើអត់មាន 3 នឹងទេណាចឹងភាសានឹងមិនអាចកើតឡើងបានទេចឹងព្រះអង្គសម្ដែងថាធម៌ទាំងឡាយកើតពីហេតុបច្ច័យខ្ញុំមិនកើតឯងទេណាហើយសាសនាដទៃគេថាអ្វីកើតឡើងឯងតែពុទ្ធព្រះអង្គសម្ដែងធម៌ទាំងឡាយកើតមានប្រុសមានបច្ច័យទើបវាកើតបានហ្នឹងយល់ទេញោមយល់ខ្លះចាប់បានអត់ចាប់បានតែលោកយល់បានខ្លះតិចគុណចាស់កណាឧទាហរណ៍មួយទៀតទៅគុណចាស់អាចឧទាហរណ៍បាទមើលគុណធារមមកប៉ះជាមួយនឹងអាយតនៈមើលខៀនអ្នកប្រាសាទគុណធារមមកប៉ះនឹងខៀនអ្នកប្រាសាទធ្វើឲ្យខៀនវិញ្ញាណកើតឡើងអញ្ចឹងគុណធារមជាមួយនឹងខៀនអ្នកប្រាសាទហ្នឹងកាលណាមានភាសៈកើតឡើងគឺធ្វើឲ្យមានខៀនវិញ្ញាណកើតឡើងណាអញ្ចឹងបានអត់គុណចាស់គុណធារមភាសៈញោមភាសៈចឹងញោមមើលធម៌3ហ្នឹងនេះអារម្មណ៍វត្ថុនិងវិញ្ញាណមើលញោមមើលចូលអត់អារម្មណ៍វត្ថុវិញ្ញាណប៉ះនឹងចាហ្នឹងតោះតែ3ហ្នឹងប៉ះតោះតែ3ហ្នឹងប្រជុំគ្នាកើតព្រមគ្នា3ហ្នឹងវាប៉ះគ្នាទៅភាសៈនឹងកើតឡើងចឹងតួនាទីរបស់ភាសៈគឺប៉ះផ្ទប់ជាមួយនឹងអារម្មណ៍ហើយវិញ្ញាណតួវិញ្ញាណវាជាធម្មជាតិដឹងអារម្មណ៍ឯងចឹងវាធ្វើការងារខុសគ្នាយល់ទេញោមភាសៈវាតួនាទីរបស់ភាសៈគឺប៉ះផ្ទប់ជាមួយនឹងអារម្មណ៍ហើយវិញ្ញាណវាដឹងអារម្មណ៍ហ្នឹងអញ្ចឹងយើងដឹងហើយថាចិត្តនិងចេតសិកតែងតែកើតជាមួយគ្នាជានិច្ចអត់មានការប្រះចាកពីគ្នាទេនៅពេលណាវាកើតជាមួយគ្នាជានិច្ចអញ្ចឹងនៅពេលដែលសួរញោមវិញចិត្តនិងចេតសិកមួយណាកើតមុនអត់មានកើតមុនកើតជាមួយគ្នារលត់ក៏ជាមួយគ្នាណាកូនចាស់ហ្នឹងអត់មានមុនអត់មានក្រោយទេណាចិត្តចេតសិកពីរហ្នឹងអត់មានមុនអត់មានក្រោយទេអាត្មាដូចលើឧទាហរណ៍អញ្ចឹងដូចញាតិញោមកុចកុងតាក់អញ្ចឹងចុចកុងតាក់ពុបភ្លឺនៅពេលដែលយើងចុចបិទវិញគឺបិទទាំងភ្លើងហ្នឹងក៏រលត់ព្រមគ្នាហ្នឹងទៅអញ្ចឹងអត់មានមុនអត់មានក្រោយទេចិត្តចេតសិកពីរហ្នឹងអត់មានកើតមុនអត់មានកើតក្រោយនៅពេលណាដែលវាកើតជាមួយគ្នាជានិច្ចរលត់ក៏រត់ជាមួយគ្នាជានិច្ចអត់មានមុនអត់មានក្រោយចាប់តាហ្នឹងលោកម្ចាស់កណាសូមឱកាសទីលោកម្ចាស់
កណាគាត់អត់ទាន់កន្លែងអារម្មណ៍មាន6វត្ថុមាន6ដល់ពេលវិញ្ញាណមាន81ឯលោកម្ចាស់ 89 89កណាអរគុណ ហ្នឹងហើយចាំយើងរៀនចប់ចិត្តសិទ្ធទៅយើងចូលចិត្តដែររៀនតែចប់មួយក្បាលហ្នឹងទៅខ្ញុំចេះហើយមកតានេះឲ្យតែរៀនតែបើរៀនឲ្យហ៊ានតានេះមកយ៉ាងហោចណាស់ក៏ដឹងខ្លះដែរ គុណចាស់បើសិនជាវិញ្ញាណនៅក្នុងមានវិញ្ញាណមានតែ6ក្នុងអាយតនៈទាំង6ហ្នឹងយើងប្រើវិញ្ញាណ6ហ្នឹងយើងប្រើវិញ្ញាណគេមានវិញ្ញាណមាន7មាន1ទេនេះយើងក្នុងសោតទៀតមកចក្ខុវិញ្ញាណគឺសោតវិញ្ញាណឃានវិញ្ញាណជីវហាវិញ្ញាណកាយវិញ្ញាណហើយនឹងធម៌ផោតមែនធម្មវិញ្ញាណមโนវិញ្ញាណមโนវិញ្ញាណផ្ដោតលើអាយតនៈទាំង12ហ្នឹងគុណចាស់ហ្នឹងហើយវាទៅអាយតនៈ12ជាអាយតនៈខាងក្នុង6ខាងក្រៅ6តែបើនិយាយវិញ្ញាណណាបើត្រឹមតែវិញ្ញាណចិត្ត89 121ដួលនោះលោកចែកចេញជាវិញ្ញាណ7មិនវិញ្ញាណ6ទេយើងខ្មែរយើងតែអូមបកគោនេះមានវិញ្ញាណ6តាមពុទ្ធព្រះអង្គចែកវិញ្ញាណមាន7ចែកតែព្រះអង្គចែកវិញ្ញាណមាន7វាពាក់ព័ន្ធជាមួយនឹងការដឹងអារម្មណ៍ខុសៗគ្នាចិត្តហ្នឹងទៅចែកវិញ្ញាណនៃចិត្តនឹង7ចាំយើងរៀនដល់ចិត្តឲ្យខ្ញុំយល់ចឹងហើយញោមនឹងកុំតន់ដល់កន្លែងហ្នឹងពេកជ្រៅតិចកន្លែងហ្នឹងយើងមិនតន់រៀនយើងគិតតែកំពុងរៀនសិនតោះហ្នឹងហើយញោមធ្វើម៉េចចាប់មេរៀនដែលយើងកំពុងរៀនសិនពីព្រោះមេរៀនវាតាមលំដាប់មេរៀនហ្នឹងយើងរៀនតាមលំដាប់ហ្នឹងឯងចប់មួយចូលមួយចប់មួយចូលមួយដូចយើងដូចឧទាហរណ៍ដូចយើងញាតិញោមមើលរឿងភាគអញ្ចឹងណាតាមដានរឿងភាគអញ្ចឹងណាមេរៀនហ្នឹងដូចមិនខំពីរឿងភាគអីវាមានតាមលំដាប់មេរៀនហ្នឹងអញ្ចឹងញោមមើលមានអីឆ្ងល់អត់កន្លែងនេះប្រយោគវាថាផាសៈនេះមានអីយកឆ្ងល់អីញោមលោកគ្រូបន្តិចកណាសួរអាវត្ថុ6យ៉ាងអ្វីខ្លះវត្ថុរោគកណាញោមណាចេះថ្ងៃមុនយើងរៀនថ្ងៃមុនយើងរៀនអាឡែងចិត្តនៅក្នុងយើងរៀនហើយតើអាការៈសម្គាល់របស់ចេតសិក6ណាចុងក្រោយគេនោះឯកវត្ថុកៈមានចក្ខុវត្ថុសតវត្ថុមើលឡើយមេរៀននឹងមានសុភៅអត់ញោមសួរកណាមានលោកគ្រូកណាប្រសងទេមិនញោមហើយមានសុភៅអត់កណាមានលោកគ្រូមានហ្នឹងហើយទៅមើលអាមេរៀនខាងលើនឹងតិចទៅឃើញនោះអាឡែងអាការៈសម្គាល់របស់ចេតសិកឯកវត្ថុកៈឡែងឯកវត្ថុកៈហ្នឹងទៅបើមើលខាងហ្នឹងទៅឃើញហើយអារម្មណ៍6ញាតិញោមចេះអស់ណាចេះភ្លេចហ្នឹងវត្ថុ6ចេះអស់ណាអាយតនៈខាងក្នុងអាយតនៈខាងក្រៅចេះអស់ណាកត់បើអត់ចេះកត់ទៅយើងអាយតនៈញាតិញោមបែរមិនតាន់យល់ទេពាក្យថាអាយតនៈបើប្រែទៅគឺជាគ្រឿងតតែបើប្រែឲ្យស្រួលស្ដាប់ទៅណាលោកប្រែឲ្យស្រួលស្ដាប់ថាអាយតនៈប្រែថាជាគ្រឿងញ៉ាំងចិត្តនិងចេតសិកឲ្យកើតអាយតនៈហ្នឹងណាប្រែថាជាគ្រឿងតក៏បានលោកប្រែច្រើនន័យប្រែថាអណ្ដូងក៏បានតែបើយើងនិយាយស្រួលស្ដាប់មកថាអាយតនៈហ្នឹងជាគ្រឿងអាស្រ័យឲ្យចិត្តនិងចេតសិកកើតអញ្ចឹងចិត្តចេតសិកហ្នឹងនៅអាចកើតឡើងបានដោយសារអាយតនៈហ្នឹងឯងអាយតនៈខាងក្នុងនិងអាយតនៈខាងក្រៅវាប៉ះគ្នាទៅឲ្យចិត្តចេតសិកហ្នឹងកើតអញ្ចឹងចិត្តចេតសិកនឹងវាកើតឡើងបានវាអាស្រ័យអាយតនៈ2ហ្នឹងឯងខាងក្នុងនិងខាងក្រៅហ្នឹងឯងទៅចិត្តចេតសិកហ្នឹងវាកើតឡើងបាន
เป็นวัตถุนะเป็นวัตถุวัตถุก็จังนั่นวัตถุเขาก็ជាទីអាស្រ័យឲ្យចិត្តកើតឡើងដែរសកើតបានយើងកើតឡើងដែរហ្នឹងអារម្មណ៍ដូចគ្នាអារម្មណ៍ជាទីកាន់យកជាទីត្រេកអរជាឲ្យចិត្តកើតអ្វីដែលចិត្តដឹងគឺអារម្មណ៍ហ្នឹងឯងហ្នឹងហើយអ្វីដែលចិត្តដឹងគឺអារម្មណ៍ហ្នឹងឯងហើយវត្ថុវាជាទីអាស្រ័យឲ្យចិត្តនឹងជាសឹកដូចចក្ខុវត្ថុឧទាហរណ៍ញាតិញោមឧទាហរណ៍មនុស្សខ្វាក់ភ្នែកឧទាហរណ៍មនុស្សនឹងខ្វាក់ភ្នែកសួរថាគាត់មើលឃើញរូបអីចក្ខុវិញ្ញាណរបស់គាត់កើតអត់អត់កើតអត់កើតចឹងលោកម្ចាស់ហ្នឹងហើយឃើញទេអញ្ចឹងខ្វះមួយណាក៏អត់បានដែរធរនោះវាត្រូវតែមានហេតុបច្ច័យគ្រប់ទៅវាកើតហ្នឹងហើយបើថាបុគ្គលនឹងខ្វាក់ភ្នែកហើយមួយជីវិតរបស់បុគ្គលនឹងមិនដែលឃើញរូបទេក្នុងមួយជីវិតហ្នឹងមិនដែលឃើញរូបទេអញ្ចឹងខ្វះចក្ខុវត្ថុហ្នឹងឯងខ្វះភ្នែកហ្នឹងឯងតែគេមានភ្នែកគេមើលឃើញរូបដោយសារតែចក្ខុវត្ថុហ្នឹងវាប៉ះផ្ទាប់ជាមួយនឹងរូបទៅឲ្យចក្ខុវិញ្ញាណរបស់គាត់ហ្នឹងឃើញរូបទៅឃើញព្រះអង្គសម្ដែងធម៌ទាំងឡាយកើតពីហេតុបច្ច័យអញ្ចឹងឃើញទេមានហេតុគ្រប់ទៅវាកើតដូចភាសាអញ្ចឹងនេះបើអារម្មណ៍វត្ថុនឹងវិញ្ញាណនេះ3នឹងវាអត់ខ្វះមួយណាក៏អត់កើតដែរមានតែវត្ថុបើថាមានតែអារម្មណ៍វត្ថុអញ្ចឹងភាសាហ្នឹងក៏មិនអាចកើតឡើងបានដែរខ្វះវិញ្ញាណមួយចាប់តានេះខ្វះវិញ្ញាណមួយអញ្ចឹងតើមាន3ហ្នឹងចាប់តនខ្ញុំកន្លែងនេះចាប់តនណារំបត់តនតែយើងសង្កេតមើលហើយមើលទៀតណាថតនឹងវាល្អិតជ្រៅមិនថាអាវិធម្មសភាវៈអាវិធម្មជ្រៅដោយសភាវៈហ្នឹងអាវិធម្មជ្រៅដោយសភាវៈហ្នឹងតើតែយើងមានការពិចារណារឿយតើអ្វីដែលពពុទ្ធសម្ដែងទៅយើងថាអូថតនឹងវាអញ្ចឹងមែនថតនឹងវាអញ្ចឹងមែនឃើញទេចឹងយល់ហើយខ្ញុំចាប់បានគ្រប់គ្នាចឹងយើងមើលលក្ខណៈពិសេសរបស់ភាសាខ្ញុំកណាសូមឱកាសមួយទៀតខ្ញុំកណាអត់តន់តែអាយតនៈគុណចាស់បកមានន័យថាម៉េចគុណមកទោសអរគុណនឹងអាយតនៈនឹងមានច្រើនន័យដែរទី1លោកប្រែថាជាគ្រឿងតទី2លោកអាចប្រែថាជាអណ្ដូងឬក៏ប្រែឲ្យស្រួលស្ដាប់មកថាជាទីអាស្រ័យឲ្យចិត្តនិងចេតសិកកើតដូចអាយតនៈខាងក្នុងនិងអាយតនៈ2ហ្នឹងវាប៉ះគ្នាទើបឲ្យចិត្តចេតសិកហ្នឹងវាកើតអញ្ចឹងចិត្តចេតសិក2ហ្នឹងវាកើតឡើងដោយសារតែអាស្រ័យអាយតនៈទាំងពីរហ្នឹងឯងអញ្ចឹងបើខ្វះមួយណាអញ្ចឹងចិត្តចេតសិកហ្នឹងមិនអាចកើតបានបើខ្វះអាយតនៈខាងក្នុងបើមានអាយតនៈតែខាងក្រៅទេក៏វាមិនកើតបើមានតែអាយតនៈខាងក្នុងហើយអាយតនៈខាងក្រៅវាអត់មានក៏ចិត្តចេតសិកហ្នឹងក៏មិនអាចកើតអញ្ចឹងតើធម៌ពីរហ្នឹងវាប៉ះគ្នាទៅចិត្តចេតសិកហ្នឹងកើតឡើងបានអរគុណលោកម្ចាស់កណាសូមអរលោកម្ចាស់ឲ្យឧទាហរណ៍ពីភាសាដងទៀតកណាអត់សូវតន់នេះមើលសត្វប៉ែមើលខ្ញុំមើលគិតខ្លួនឯងមើលសួរញោមវិញប៉ែមកក្បាលនេះប្រៀបដូចជាអីនេះកន្លែងនេះណាញោមនេះដូចរូបដូចរូបដូចនេះដូចអីប៉ែមកក្បាលនេះចិត្តឬគុណចាស់ឬចិត្តឲ្យរូបមកប៉ែពីរហ្នឹងចិត្តប៉ែមួយហ្នឹងចាក់ប្រសាទនេះលោកដាក់មិនប្រៀបដូចជាប៉ែពីរក្បាលអញ្ចឹងនេះអាយតនៈខាងក្នុងនឹងប៉ែមួយប្រៀបដូចជាអាយតនៈខាងក្នុងប៉ែមួយទៀតប្រៀបដូចជាអាយតនៈខាងក្រៅភាសានេះភាសាចេតសិកហ្នឹងប្រៀបដូចជាអីនេះ
ញោម ប្រពែទាំងពីរជុលគ្នា ចូលគ្នាប៉ះគ្នាពុបអាប៉ះគ្នាហ្នឹងសត្វប្រពែពីរក្បាលហ្នឹងវាចូលគ្នាដូចផាសាយល់ទេញោមយល់អត់ កណាអញ្ចឹងមានន័យថាចក្ខុផ្នែកឃើញដូចចក្ខុឃើញរូបទៅភាសានឹងកើតឡើងអញ្ចឹងបង តោះណាពីរនឹងប៉ះគ្នាមកកាន់កំពងទៅចក្ខុវិញ្ញាណកើតឡើងអញ្ចឹងនៅពេលដែលចក្ខុវិញ្ញាណកើតឡើងគឺយើងដឹងហើយនៅពេលដែលចិត្តកើតចេតសិកហ្នឹងក៏ត្រូវទៅកើតជាមួយនឹងចិត្តហ្នឹងឯងអញ្ចឹងទូនទីរបស់ភាសាគឺជាទូនទីដែលប៉ះផ្ទប់ជាមួយនឹងអារម្មណ៍ឬក៏ប៉ល់ត្រូវនឹងអារម្មណ៍ហើយទូនទីរបស់ចិត្តគឺដឹងអញ្ចឹងបើថាឃើញវាធ្វើការងារខុសៗគ្នា ព្រោះអាចឧទាហរណ៍ដូចជាយើងផ្ទះដៃ ហ្នឹងផ្ទះដៃពីរហ្នឹង ផ្ទះដល់ពេលដែលយើងដៃម្ខាងហើយដៃម្ខាងទៀតអញ្ចឹងម្ខាងជាអាយតនៈខាងក្នុងអញ្ចឹងណាហើយដល់ពេលដៃម្ខាងទៀតជាអាយតនៈខាងក្រៅដល់ពេលយើងដៃទាំងពីរនឹងយើងផ្ទះហងឬសំឡេងអាហ្នឹងគឺជាភាសាអញ្ចឹងហ្នឹងហើយហ្នឹងហើយអញ្ចឹងក៏បាន គុណម្ចាស់កណាសូមឱកាសដូចជាការដកដង្ហើមចេញហើយនឹងចូលបានទេគុណម្ចាស់ ហ្នឹងអញ្ចឹងអាចេញចូលហ្នឹងប៉ះគ្នាមែនទេ កណាអញ្ចឹងត្រូវទេគុណម្ចាស់ ដូចអាដង្ហើមចេញចូលដែលវាប៉ះជាមួយនឹងយមោះយើងមែនទេ កណា ហ្នឹងដូចភាសាអញ្ចឹងអាប៉ះចេញចូលទៅវាប៉ះយមោះយើងទៅហ្នឹងខ្យល់ដកដង្ហើមចេញចូលហ្នឹងហ្នឹងហើយ លោកចាស់អញ្ចឹងបានន័យថាបើសិនជាដូចចំោះការដកដង្ហើមចេញចូលអញ្ចឹងបានន័យថាតួចំោះជាភាសាលោកចាស់ ហ្នឹងហើយតួយមោះហ្នឹងអាចជាភាសាអាភាសាចេសានយើងគ្រាន់តែឧទាហរណ៍ទេណាហ្នឹងអាខ្យល់ចេញចូលដែលប៉ះយមោះយើងអញ្ចឹងអាប៉ះហ្នឹងអាខ្យល់ហ្នឹងមកប៉ះយមោះយើងដូចជាភាសាអញ្ចឹង កណាអរគុណលោកចាស់ មានឧទាហរណ៍ច្រើនញាតិញោមរនឹកឧទាហរណ៍ខ្លួនឯងទៅអ្វីដែលយើងថាវាប៉ះគ្នាហ្នឹងឧទាហរណ៍ទូរស័ព្ទក៏បានដែរទូរស័ព្ទញាតិញោមហ្នឹងទូរស័ព្ទមិនទូរស័ព្ទនៅពេលដែលយើងមិនតាន់នៅពេលដែលយើងទូរស័ព្ទមួយទូរស័ព្ទនៅលើក្រែ ហើយញោមទៅចាប់អីចាប់ទូរស័ព្ទហ្នឹងអញ្ចឹងនៅពេលដែលទូរស័ព្ទនៅលើក្រែហើយញោមនៅកន្លែងផ្សេងញោមដើរទៅអញ្ចឹងនៅពេលដែលដើរទៅហ្នឹងអញ្ចឹងប៉ះគ្នានៅញោមប៉ះមួយទូរស័ព្ទនៅអត់តើនេះលោកចាស់អញ្ចឹងញោមលូកដៃទៅចាប់ទូរស័ព្ទពឹបហ្នឹងដូចជាភាសាដូចភាសា លោកម្ចាស់កណាសូមឱកាសចុះកុំអត់សលេងគេជេរឬក៏គេស្ដីឲ្យអញ្ចឹងវាប៉ះទប់នឹងសោតប្រសាទហើយសោតអារម្មណ៍នឹងដឹងអានឹងជាការប៉ះទប់ដែរលោកម្ចាស់ពេលហ្នឹងគឺចិត្តនឹងចេះសឹងកើតជាមួយគ្នាបាត់ហើយណាសំឡេងមកប៉ះទប់ជាមួយនឹងតិចរបស់យើងមែនទេទៅឲ្យសោតវិញ្ញាណរបស់យើងឮសំឡេងហ្នឹងអញ្ចឹងអាពេលដែលវានៅពេលដែលប៉ះហើយអាពេលប៉ះអាហ្នឹងគឺភាសាហ្នឹងតែបើថាសំឡេងមួយណោះហើយយើងណោះនេះពេលហ្នឹងយើងឮសំឡេងអត់ញោមអត់ទេកណាតែនៅចិត្តតើតែសំឡេងហ្នឹងវាមកប៉ះផ្ទប់ជាមួយនឹងតិចរបស់យើងទៅយើងឮសំឡេងហ្នឹងបានមែនអត់ចានៅពេលដែលយើងឮសំឡេងហ្នឹងដូចជាភាសាអញ្ចឹងចាប់តានញោមខ្លះកណាយល់ហើយទៀតចាស់ កណាសុំឱកាសដែលគុំបញ្ជាក់អញ្ចឹងភាសាហ្នឹងដូចជាកតាឬកមួយដែលធ្វើឲ្យចិត្តនិងចិត្តសិទ្ធកាត់ឡើងអញ្ចឹងវាជាការស្ដាប់ឮដោយសំឡេងការមើលឃើញការពណ៌ដោយស្បែកអីចឹងទៅត្រូវអត់គុណម្ចាស់ ភាសាគឺជាអ្នកប៉ះមួយគេ
ដូចយើងលើឧទាហរណ៍ជាច្រើនណាដូចជាអីយើងលើពីតួភ្នែករបស់យើងតួភ្នែកហើយនឹងហើយរូបនឹងមកប៉ះគ្នានៅពេលអាពីរហ្នឹងនឹងប៉ះគ្នាពុបហ្នឹងភាសាហើយភាសាកើតប៉ះទប់ជាមួយនឹងអារម្មណ៍ហ្នឹងឯងដូចសត្វពពែពីរក្បាលអញ្ចឹងណាញោមហ្នឹងដូចយើងទះដៃអញ្ចឹងដៃមួយខាងដៃយើងមានពីរដៃមួយខាងដូចប្រៀបដូចជាភ្នែកដៃមួយខាងទៀតប្រៀបដូចជារូបអញ្ចឹងនៅពេលដែលដៃពីរហ្នឹងវាប៉ះគ្នាហើយអាប៉ះមុនដំបូងពុបហ្នឹងឯងគេហៅថាភាសាហើយយល់ទេញោមថ្មីអាណាប៉ះមុនដំបូងពុបហ្នឹងប៉ះតែយើងសំឡេងហ្នឹងអាហ្នឹងភាសាតែភាសាហ្នឹងវាអាចកើតឡើងបាននេះដោយសារធម៌3នេះអារម្មណ៍វត្ថុនិងវិញ្ញាណនេះធម៌3ហ្នឹងឯងហ្នឹងដោយសារធម៌3ហ្នឹងឯងទៅឲ្យភាសាហ្នឹងកើតឡើងបើអត់មានធម៌3ហ្នឹងទេភាសាហ្នឹងអត់កើតទេបាទចាប់តើញោម លោកម្ចាស់កណាថ្វាយអង្គមប្រៀបដូចទឹកភ្លៀងដើរកាត់ភ្លៀងទឹកអាហ្នឹងភាសាលោកម្ចាស់ពោហ្នឹងហើយទឹកភ្លៀងមកប៉ះហ្នឹងហើយភាសាហ្នឹងពោហ្នឹងហើយហ្នឹងហើយយល់អត់ញោមយល់អត់យល់ពុកម្ចាស់យល់ចាស់ចឹងវិញ្ញាណញោមយល់ហើយគឺយើងបន្តទៀតចឹងបានតែធនចឹងវាអភិធម្មច្រោតដោយសភាវៈចឹងបានតែយើងលើកឧទាហរណ៍ច្រើនទៅហើយញាតិញោមចាប់បានមួយអ៊ីណាយកមួយនឹងទៅហ្នឹងហើយចឹងយើងមើលលក្ខណៈតិចតុកៈដែលយើងអាចឲ្យស្គាល់ឲ្យកាន់ច្បាស់យើងមើលលក្ខណៈតិចតុកៈរបស់ភាសាហ្នឹងឲ្យស្គាល់របស់ភាសាហ្នឹងមិនពូនទីវិធូមិនខ្លះចឹងយើងយល់ហើយញោមពាក្យថាលក្ខណៈតិចតុកៈហ្នឹងចេះប្រែគ្រប់គ្នាណាចេះប្រែណូញាតិញោមគណៈរបស់អង្គធម៌មួយអីចឹងបងហ្នឹងហើយប្រែយើងប្រែភាសាខ្មែរយើងដូចនៅក្នុងវិសេសនៈលក្ខណៈរបស់ចិត្តនិងចេតសិកអីនោះលក្ខណៈសម្គាល់នឹងលក្ខណៈសម្គាល់របស់ធម៌នីមួយៗរបស់ធម៌មួយលក្ខណៈតិចតុកៈហ្នឹងយើងប្រែជាភាសាខ្មែរយើងប្រែថាម៉េចប្រែថាធម៌ដែលមានលក្ខណៈ4ជាដើមយើងប្រែតាមស័ព្ទបាលីនេះធម៌ដែលមានលក្ខណៈ4ជាដើមនេះគេមាន4នេះឃើញ4ណាញោមមាន4នេះយើងមើលទី1នឹងផោសនៈណាផោសនៈលក្ខណោមានការប៉ះទប់អារម្មណ៍ជាលក្ខណៈឃើញអញ្ចឹងលក្ខណៈសម្គាល់របស់ភាសាគឺការប៉ះទប់អារម្មណ៍ដូចអាបញ្យលមិញលើឧទាហរណ៍មិញសពគ្រប់ហើយឃើញញោមហ្នឹងហើយអញ្ចឹងយើងត្រូវកត់សម្គាល់របស់ភាសាហ្នឹងថាអូទូនទីរបស់ភាសាលក្ខណៈសម្គាល់របស់ភាសាហ្នឹងគឺប៉ះទប់អីគឺប៉ះទប់ជាមួយនឹងអារម្មណ៍ហ្នឹងហើយទី2នឹងសង្ខតៈហ្នឹងខតៈនិរសោមានអីមានការធ្វើឲ្យចិត្តហ្នឹងចិត្តនឹងអារម្មណ៍ប៉ះគ្នាឃើញអត់អញ្ចឹងទូទីរបស់ភាសាហ្នឹងនៅពេលណាវាកើតឲ្យចិត្តនិងអារម្មណ៍ហ្នឹងវាប៉ះគ្នាអញ្ចឹងទូទីរបស់ភាសាវាប៉ះផ្ទប់អញ្ចឹងកាលណាវាប៉ះផ្ទប់ចិត្តនិងអារម្មណ៍ហ្នឹងក៏វាប៉ះគ្នាដែរទូទីរបស់កិច្ចរបស់ភាសាហ្នឹងនឹងមានចិត្តនិងអារម្មណ៍នឹងប៉ះផ្ទប់គ្នាអញ្ចឹងក្នុងទីនេះភាសាវាដើរតួនាទីធំណាពេលហ្នឹងវាដើរតួនាទីធំក្នុងការប៉ះផ្ទប់អ
ចឹងនៅពេលណាភាសានឹងវាកើតឡើងក៏ធ្វើឲ្យចិត្តនិងអារម្មណ៍ហ្នឹងក៏វាប៉ះគ្នាដែរហ្នឹង គុណចាស់សូមអានម្ដងទៀតនឹងជួលទី2គុណចាស់សង្ខត្តយើងអានបល័យសាំងខនដនអានមិនសង្ខត្តៈហ្នឹង សង្ខត្តៈលក្ខណៈ ហ្នឹងអញ្ចឹងមានន័យថាភាសាហ្នឹងឯងវាញ៉ាំងចិត្តនិងអារម្មណ៍ហ្នឹងឲ្យប៉ះគ្នាហ្នឹងហើយពីផ្ទះដៃអញ្ចឹងខ្ញុំផ្ទះដៃពុកអញ្ចឹងហ្នឹងហើយអញ្ចឹងធ្វើឲ្យចិត្តនិងអារម្មណ៍ហ្នឹងប៉ះគ្នាហើយទី3សន្និបាតៈនេះសន្និបាតៈបច្ចុប្បដ្ឋាណោមានការប្រជុំរវាងអារម្មណ៍វត្ថុនិងចិត្តមិញនោះជាអាការៈប្រកបអញ្ចឹងដែលធ្វើឲ្យភាសៈនឹងការឡើងបានវាតតែប្រជុំអារម្មណ៍វត្ថុនិងចិត្ត3នេះនឹងអារម្មណ៍វត្ថុនិងចិត្តណាទើបឲ្យភាសៈនឹងការឡើងបើសិនបើអត់មានអា3នឹងទេណាប្រជុំគ្នាទេអញ្ចឹងភាសៈនឹងក៏អត់កើតដែរហ្នឹងហើយទី4អាបាថកតៈវិសយៈបតដ្ឋាណោមានអារម្មណ៍ដែលប្រកបចំពោះមុខជាហេតុចិត្តអញ្ចឹងភាសៈនឹងវាអាចកើតឡើងបានតតែអារម្មណ៍នឹងវាមកប្រកបហ្នឹងហើយជាហេតុដែលយើងតកតងជាមួយដោយលក្ខណៈតចតការរបស់ចេតសិកអញ្ចឹងណាដែលមានចិត្តជាហេតុចិត្តឲ្យចេតសិកកើតឡើងហ្នឹងណាឧបមាដូចជាញាតិញោមដូចជាពន្លឺញោមពន្លឺវាកើតចេញមកពីណាអណ្ដាតភ្លើងមែនទេញោមណាកាប់ហ្នឹងហើយហ្នឹងហើយអញ្ចឹងនេះអារម្មណ៍នេះតើវាមកប្រកបចំពោះមុខតើវាកើតទៅមានអារម្មណ៍ទៅភាសៈនឹងបង្កើតឡើងបានអញ្ចឹងបានលក្ខណៈនេះឃើញលក្ខណៈការសម្គាល់របស់ភាសៈហ្នឹងគឺប៉ះតបជាមួយនឹងអារម្មណ៍អញ្ចឹងអារម្មណ៍ហ្នឹងវាតតែមកប្រកបទៅភាសៈកើតឡើងនេះដោយសារតតែមានអាធរ3នេះទៅភាសៈនឹងកើតឡើងហ្នឹងហើយអញ្ចឹងមានអារម្មណ៍ដែលប្រកបចំពោះមុខពេលតែប្រកបចំពោះមុខហ្នឹងបើសិនបើអត់មាននៅចំពោះមុខវាទេមិនវាកើតឡើងឧទាហរណ៍ញាតិញោមដើរឥឡូវនេះញោមឃើញរូបអាត្មាគ្រប់គ្នាឧទាហរណ៍ឃើញរូបអាត្មាអត់ឃើញទេបងចង់សួរថាភាសៈកើតអត់ពេលនឹងភាសៈកើតអត់អត់តន់កើតអត់ភាសៈចេតសិកកើតទេអត់តន់កើតទេបងអត់ឃើញពីព្រោះអារម្មណ៍ហ្នឹងវាអត់មកប្រកបចំពោះតែកណាតោសំលេងគុណម្ចាស់អញ្ចឹងមកប៉ះនឹងតិចគុណម្ចាស់តាស់កើតអាហ្នឹងអានេះស្មាចង់និយាយថាបើសិនបើអារម្មណ៍ហ្នឹងមកអត់ប្រកបចំពោះមុខទេសួរថាភាសៈហ្នឹងកើតអត់កើតទេវាអត់មានចំពោះមុខនេះចង់និយាយចំពោះមុខនៅចំពោះមុខជាហេតុចិត្តជាហេតុចិត្តមានអារម្មណ៍នឹងមកកើតចំពោះមុខទៅភាសៈនឹងកើតឡើងអាត្មាឧទាហរណ៍មិនអញ្ចឹងចក្ខុវិញ្ញាណរបស់ញាតិញោមអត់ឃើញមែនទេអត់ឃើញរូបអាត្មាទេអញ្ចឹងសួរថាភាសៈដែលកើតចក្ខុជាមួយចក្ខុវិញ្ញាណហ្នឹងវាកើតអត់ពេលហ្នឹងខណៈនេះណាខណៈនេះអត់កើតទេព្រោះអត់កើតនៅអត់ចិត្តអញ្ចឹងពេលណាអញ្ចឹងរូបនឹងជាអារម្មណ៍អត់រូបនឹងជាអារម្មណ៍ហ៎អត់ទេព្រោះអត់មានរូបផងបានអីមានអារម្មណ៍បងហើយចង់និយាយថារូបជាអារម្មណ៍ហ៎រូបអារម្មណ៍គូយអត់ទេគាត់រូបជាអារម្មណ៍តែជាអារម្មណ៍តែញោមចក្ខុវិញ្ញាណរបស់ញោមអត់ឃើញអាថ្មអញ្ចឹងពេលហ្នឹងចក្ខុវិញ្ញាណរបស់ញាតិញោមអត់ឃើញអាត្មាទេមែនអត់ដោយសារអារម្មណ៍ហ្នឹងមកអត់ប្រកបចំពោះមុខញោមតែកណាយើងពីសំឡេងវិញឥឡូវនេះយើងពីសំឡេងបើ
បើសំឡេងលឺ លេងលឺហ៎ចាំមានន័យថា សំឡេងលឺ វាប្រកាសនៅចំពោះមុខញោម ប្រ ហើ កាស យវាទៅប៉ះជាមួយញោមហើយទៅភាសាហ្នឹងវាអាចកើតឡើងបានហ្នឹងហើយយល់ទេញោមដោយសារមានអារម្មណ៍ហ្នឹងហើយទៅឲ្យភាសាហ្នឹងកើតឡើងបើសិនអត់មានអារម្មណ៍ហ្នឹងជាបច្ច័យវាថាហេតុចិត្តហ្នឹងវាគៀកចិត្តអាត្មាដូចឧទាហរណ៍អញ្ចឹងដូចឧទាហរណ៍ចក្រានអញ្ចឹងណាញោមចក្រានមានប៉ុន្មានចក្រានមាន3មែនទេញោមចក្រានវាមាន3ហើយចក្រាននឹងឆ្នាំងសួរថាពីអ្នកហ្នឹងដាក់នៅពេលដែលវានៅជាមួយគ្នាមែនទេមែនអត់ជាមួយគ្នានៅចិត្តគ្នា ហ្នឹងហើយនៅចិត្តគ្នាបានតែបច្ច័យហេតុចិត្តវាគៀកចិត្តដែលឲ្យកើតឡើងបានអញ្ចឹងដូចអណ្ដាតភ្លើងនឹងពន្លឺដូចពន្លឺនឹងអណ្ដាតអញ្ចឹងណាបើសិនអត់មានអណ្ដាតភ្លើងទេពន្លឺនឹងក៏អត់ភ្លឺដែរអញ្ចឹងពន្លឺនឹងវាចេញមកពីណាវាចេញមកពីអណ្ដាតភ្លើងហ្នឹងហ្នឹងអញ្ចឹងអារម្មណ៍ហ្នឹងប្រៀបដូចជាអណ្ដាតអញ្ចឹងហើយភាសាហ្នឹងប្រៀបដូចជាពន្លឺអញ្ចឹងពន្លឺហ្នឹងវាចេញមកពីណាវាចេញមកពីអណ្ដាតភ្លើងហ្នឹងទើបមានពន្លឺបើអត់មានអណ្ដាតភ្លើងទេអត់មានពន្លឺទេណាញ៉ាំអត់មានពន្លឺភ្លើងទេអញ្ចឹងវាថាជាហេតុចិត្តហ្នឹងវាគៀកចិត្តបច្ច័យនឹងគៀកចិត្តហ្នឹងឲ្យកើតហ្នឹងឯងបើដកតែអារម្មណ៍ហ្នឹងទៅភាសាហ្នឹងអត់កើតទេគឺអាត្មាលើឧទាហរណ៍អញ្ចឹងឧទាហរណ៍ចាក់ខោវិញ្ញាណអញ្ចឹងចាក់ខោវិញ្ញាណរបស់ញាតិញោមឥឡូវនេះឃើញអាត្មាអត់ចាក់ខោអត់ឃើញផង ដោយសារអត់មានអី ដោយសារអត់ចិត្តអត់មានអារម្មណ៍ អត់មានអារម្មណ៍ចាក់ខោវិញ្ញាណញោមអត់លឺដោយសារអត់មានអារម្មណ៍ប៉ុន្តែឥឡូវនេះសោតវិញ្ញាណរបស់ញោមលឺគ្រប់គ្នាដោយសារមានអារម្មណ៍ហ្នឹងជាបច្ច័យជាហេតុចិត្តហ្នឹងឲ្យសោតវិញ្ញាណរបស់ញោមហ្នឹងលឺសំឡេងចាប់យកសំឡេងហ្នឹងទៅអានេះវាថាហេតុចិត្តអញ្ចឹងហេតុចិត្តបានដោយសារសតវិញ្ញាណលើមកមួយអារម្មណ៍ មានអារម្មណ៍ហ្នឹងហើយបើអត់មានអារម្មណ៍សតវិញ្ញាណក៏អត់កើតដែរមែនទេដូចអាត្មាអញ្ចឹងអាត្មាប្រៀបដូចជាអារម្មណ៍ហើយញាតិញោមប្រៀបដូចជាភាសាបើសិនបើអត់មានអាត្មាទេញោមមិនដែររៀនកើតអត់កើតទេបងអត់ទៅមករួចហ្នឹងហើយអត់កើតរៀនអត់កើតទៅយើងរៀនអញ្ចឹងពីរអ្នកហ្នឹងទាំងគ្រូទាំងសិស្សសួរថាម៉េចពីរអ្នកហ្នឹងបច្ច័យហ្នឹងម៉េចក្បែរគ្នាជិតគ្នាមែនទេគៀកជិតគ្នាហ្នឹងមកគៀកជិតគ្នាហ្នឹងទៅឲ្យថ្នាក់រៀនហ្នឹងប្រព្រឹត្តទៅបានចាប់តាណាខ្ញុំចាប់តាណានិយាយថាហេតុចិត្តណានិយាយពីហេតុចិត្តហ្នឹងហេតុចិត្តចាប់ជាបច្ច័យដែលជុំត្រង់តោះយើងមានអីនៅសល់2នាទីទៀតមានអីសួរឆ្ងល់កន្លែងណាសួរឡើងវិញសល់2នាទីទៀតរៀងទៅមុខគាត់ម្ចាស់ចង់សួរបកថយក្រោយវិញនិយាយពីចេតសិក52ណាគុណចាស់ដកអីខ្លះដែលព្រះសម្មាសម្ពុទ្ធមានតែ35គុណចាស់ក្នុងហ្នឹងមានអញ្ញសមាណាចេតសិក13នេះដកនេះចេះញោមនេះដកអីដកអកុសលចេតសិកអកុសលចេតសិក14ដកចេញហ្នឹងហើយដកអានេះ3ទៀតនេះសវនៈចេតសិក25ដកអីខ្លះអ៊ីសានេះមែនទេសមាវិជ្ជាអកមន្តសមាជីវៈ3គូឯលេខ20ដល់22 21 22ហ្នឹងហើយចាណាដក3ហ្នឹងហើយអញ្ចឹងទាំងអស់35ណាគុណចាស់ណាណូតត្រូវអញ្ចឹងផ្នែកណាសចេតសិក14នេះគឺដឹងតែអត់ហើយពុទ្ធណាព្រះអរហន្តទាំងឡាយគឺអត់ហើយបើសតាអីគឺមានដកខ្លះនៅក្នុងអកុសលចេតសិក14ហ្នឹងណាញោមដកខ្លះដកទៀតអត់មានគ្រប់ទាំងអកុសលចេតសិក14ទេពួកសតាសិកទាអនាគាណាញោមអានឹងបាច់ទេញោមវែងឆ្ងាយហ្នឹងហើយចឹងមានអីទេញោមដល់ម៉ោងល្មមអាហ្នឹងអរគុណគុណចាស់ណាស្អីគុំចឹងញោមស្ម័គ្រចិត្តញោមណាស្ម័គ្រចិត្តស
សូមកម្មាទោបរតនត្រ័យហើយនឹងសាយមេត្តា លាគុណម្ចាស់ជម្រាបបង សូមបាក់ចិត្តផ្សេងទៀតមកដូរគ្នា ស្ម័គ្រចិត្តដូរគ្នា ដូរគ្នា ដង ចាចឹងគុណចាស់កណាសូមមានឱកាសតន់សូត្រសង្ឃសួរបងក្នុងថ្នាក់ថាបានស្គាល់ YouTube ម្ចាស់គ្រូអស់នៅហើយបានចូលទៅ Subscribe អស់នៅបងខ្ញុំនៅខ្ញុំមានចូលដោយសារហ្នឹងវាជាមេរៀនដែលម្ចាស់គ្រូ ត្រូវបរហោះរៀងរាល់ថ្ងៃហើយបងត្រូវចូលរំលឹកក្នុងហ្នឹងទៅតែដល់ពេលខ្ញុំមើលក្នុង YouTube អត់ឃើញមានអ្នក like អញ្ចឹងបានន័យថាសិស្សក្នុងក្រុម60នាក់ជិត60នាក់ហ្នឹងអត់ទាន់ស្គាល់ទេអញ្ចឹងចង់ឲ្យបងព្យាយាមចូលទៅមួយបងចាចូលទៅ Subscribe ហើយចូលទៅស្ដាប់មេរៀនម្ចាស់គ្រូវិញបានជួយបានកាលណាបងនៅក្នុងថ្នាក់មិនអាចទេ សូមនិយាយកាត់បន្តិចសូមតន់ព្រះអង្គគ្រូនៅសូមព្រះអង្គគ្រូផ្សាយរៀនហើយហ្នឹងឲ្យមុនពេលដែលយើងចូលរៀនដើម្បីបានមើលខ្លួនឯងដែលខ្វះខាតចន្លោះកន្លែងណាខ្លះដល់ពេលចិត្តដល់ម៉ោងពីនៅថ្មីហើយបានឃើញអានឹងយើងគ្រាន់មើលកំហុសដែលយើងចង់អត់យល់ហ្នឹងវាយឺតពេលហ្នឹងហើយយើងហ្នឹងគុំ បើសិនជាចាស់នឹងកាត់ញោមតែនេះញោមមើលបើមិនតាន់បានឃើញនៅក្នុង YouTube ទេមើលក្នុង page កណាក្នុង page ក៏បានដែរហើយក្នុង page ក៏អត់មានឃើញបង like អត់មានឃើញ like អត់មានឃើញចូលមើលទេអញ្ចឹងចង់ឲ្យបងព្យាយាម add friend page គុណចាស់ ឃើញតែបន្តិចឃើញព្រះអង្គ អត់ទេដោយសារអត់ដឹងណាបងអត់ដឹងបងឯងចូលទៅក្នុងខ្ញុំអត់ទេដោយសារអត់ចេះចូលទៅក្នុង story គឺតិចហើយគឺត្រូវអស់ឡើងលើ post story បានដល់ like បានន័យថាក្នុង page របស់ម្ចាស់គ្រូមុនដំបូងគឺ story ទេអញ្ចឹងយើងកុំមើល story អស់លេងខ្ញុំមើលតអត់ story មិនវិនាទីដែរហ្នឹង ណាអញ្ចឹងត្រូវតចូលក្នុង page ត្រូវតែអស់ឡើងលើបន្តិចប៉ុន្តែអីចាំមើលចាប់ថ្ងៃទៅចាំខ្ញុំ share page របស់ម្ចាស់គ្រូចូលក្នុងថ្នាក់ឲ្យមុនហើយបងបើអត់ទាន់ឃើញ YouTube បងអាចចូលមើលក្នុង page របស់ម្ចាស់គ្រូមុនប៉ុន្តែសំខាន់ត្រូវតែស្គាល់ត្រូវតែជា friend របស់ម្ចាស់គ្រូសិនបានអាចមើលឃើញណាបើអត់ជា friend អត់ឃើញហើយចង់ឲ្យជួយ support ផ្នែកហ្នឹងផងដើម្បីជាប្រយោជន៍ដល់យើងផងជាប្រយោជន៍ page ម្ចាស់ផងដើម្បីឲ្យយើងមានដំណើរការអញ្ចឹងណាបងចាខ្ញុំសូមតែប៉ុណ្្នឹងទេអស់យោបល់ល្អហើយអូនមិនយោបល់គ្រប់គ្រងចាស់គ្រូតែចាខ្ញុំអត់មានពេលអងនឹងព្យាយាមបើយោបល់ខ្ញុំព្យាយាមចូលក្នុង YouTube ម្ចាស់គ្រូហើយ download ទុកទៅយើងអាចមើលតាមការ download អត់ចាំបាច់ជ្រើសរើសទីតាំងណាបើម្ចាស់ពេជ្រក៏មាន YouTube ដែរអញ្ចឹងទាំង page ម្ចាស់ពេជ្រទាំង YouTube ហ្នឹងបងគួរតែ add friend គ្រប់គ្នាដើម្បីពេលម្ចាស់គ្រូដាក់ក្នុង YouTube យើងហ៊ានចាខ្ញុំអត់ស្គាល់ផងសូមជួយប្រាប់បន្តិចមកខ្ញុំដាក់ក្នុងក្រុមតាប៉ុន្តែដោយសារបងទៅចូលមើលនៅក្នុងក្រុមមានទាំងអស់ចាំមើលទីទៀតខ្ញុំដាក់ម្ដងទៀតនៅក្នុងក្រុមហ្នឹងគឺ page ម្ចាស់ពេជ្រក៏មាន YouTube ម្ចាស់ពេជ្រក៏មានចាបងបង share ចូល Telegram ឲ្យ channel របស់ព្រះអង្គម្ចាស់សុខចន្ទថាចាហ្នឹងហើយចាំនិយាយថាមកបង share ជួយមើលហ្នឹងហើយចាមកពីបងក៏បានចូលក្រុមហើយគាត់ចូលហើយក៏អត់យល់ណាបងចូលក្នុងក្រុមទៅឃើញបងស្រី share អញ្ចឹងយើង add friend ទៅយើង follow ទៅបើសិនជា page follow បើសិនជា personal page យើង add friend ម្ចាស់ទៅដើម្បីក្នុងការងារយើងបើយើងមើល Facebook ក៏ឃើញម្ចាស់ like អីយើងដឹងយើងចាប់អារម្មណ៍វាក៏ដាក់ស្តិយើងក្នុងការមើលមេរៀនដែរព្រោះកាលណាយើងភាគច្រើនម្នាក់ត្រូវតែ off Facebook ហើយក្នុងមួយថ្ងៃយ៉ាងតិចក៏អស់ម្ដងពីរតែបើយើងជា friend ម្ចាស់ទៅឃើញម្ចាស់ like ទៅឬក៏ឃើញម្ចាស់បរហោះអីមួយយើងចាប់អារម្មណ៍ដល់មេរៀនយើងវាជាប្រយោជន៍ដូចគ្នាអញ្ចឹងណាបងអាហ្នឹងនៅក្នុងក្រុមមានចាំមើលទីទៀតដាក់ទាំង YouTube បងជួយដាក់ YouTube របស់ម្ចាស់គ្រូចូលផងបងដាក់ចូលហើយម៉េចបងដាក់ចូលហើយអូនចាអញ្ចឹងបងទាំងអស់ចូលក្នុងហ្នឹងទៅឃើញហើយ like subscribe ឲ្យទៅពេលម្ចាស់គ្រូបរហោះយើងឃើញហើយសូមជួយចូលស្ដាប់ក្នុងហ្នឹងឲ្យច្រើនទៅដល់ជួយប្រយោជន៍មេរៀនគុណច្រើនចា
បងមិនខ្ញុំជំរាបសួរបងខ្ញុំទទួលបានសភៅហើយខ្ញុំនៅសៀមរាបបងអរគុណច្រើនបង ចានៅបងណាអត់ទាន់បានជួយដាក់លេខដាក់ទីតាំងទៅចាំខ្ញុំផ្ញើជូនអរគុណច្រើនចាអូខេតោះអ្នកណាចាប់ផ្ដើមសូត្រ តែញោមណាស្ម័គ្រចិត្ត គុណចាស់កណាក៏សូមយោបល់ក៏គេថាសូមយោបល់ជាដែរគុណចាស់កំណត់ទៅថាសូត្រនេះថាខមាតុងមួយណាប៉ុណ្ណឹងទៅកុំឲ្យវែងពេកកុំឲ្យអ្នកនេះដូរអ្នកស្អែកអ្នកនោះដូរកុំដូរយកត្រឹមប៉ុណ្ណាហើយខ្លីហើយខ្លឹមល្អជាងដើម្បីទុកពេលវេលារៀនទុកពេលវេលាជម្រាបគ្នាគ្នាល្អជាងគុណចាស់អញ្ចឹងគុណចាស់កំណត់ទៅថាសូត្រយកត្រឹមប៉ុណ្ណាហើយថ្ងៃលើកក្រោយបងមកទៅត្រឹមប៉ុណ្ណឹងទៅមិនបាច់មានម្នាក់យោបល់មួយម្នាក់យកមួយវែងណាកណាគិតថាគុណចាស់កំណត់ទៅថាយកអីមួយអញ្ចឹងគុណចាស់កណាអរគុណ យើងក៏មកទោសរតនត្រ័យទៅទោសឯណាដែលខ្ញុំប្រកាសណាធ្វើឲ្យផ្លាំងផ្លាត់ហើយសង្ឃជាម្ចាស់សូមពុទ្ធពធប្រសង្ឃជាម្ចាស់អត់នៅទោសនោះដល់ខ្ញុំប្រកាសណាហើយទុកខាប់ប៉ាតាទៅខ្ញុំទុកខាប់ប៉ាតាចេះអត់សត្វទាំងឡាយនឹងបងគាត់ចេះហើយសត្វទាំងឡាយណាយកកមាទៅឲ្យទុកខាប់ប៉ាតាទៅបងយកតែពីរហ្នឹងទៅបានហើយហ្នឹងហើយប៉ុណ្ណឹងបាន ពីរហ្នឹងតាពីរបីថ្ងៃហ្នឹងឃើញតែពីរហ្នឹងតាអូនម៉ៃ ចាហើយញោម តាជានិតសុខា ចឹងប៉ុណ្ណឹងចឹងញោមនឹងចាស់សម្រាប់ប៉ូលីគ្រប់គ្នាជួបគ្នាតាមបដាក្រោយអរគុណព្រះអង្គចាស់ណាតាមបាយគុំលីក៏បដាមានអរគុណ